រឿងរ៉ាវដែលមិនប្រក្រតីដំបូងបង្អស់បានកើតឡើងនៅក្នុងគ្រប់សន្តិសុខបុរីនៅវេលាម៉ោង3ទៀបភ្លឺដោយមានសារមួយច្បាប់ត្រូវបានលុបចោលវិញភ្លាមខ្ញុំបានលើកទូរស័ព្ទមកអានមួយផ្លែតនៅក្នុងសេចក្តីជូនដំណឹងនោះសរសេរថាសូមឲ្យអ្នកស្នាក់នៅទាំងអស់ក្នុងអគារលេខ3ជាន់ទី2ចុះមកធ្វើតេស្តរកវីរុសជាបន្ទាន់សូមពាក់អាវក្រៅនិងយកអត្តសញ្ញាណប័ណ្ណមកជាមួយប៉ុន្តែគ្រាន់តែចុចចូលមើលម្ដងទៀតសារនោះក៏បាត់ឈឹងសូម្បីតែពាក្យថាក៏បានលុបសារក៏បាត់គ្មានសល់ខ្ញុំសម្លឹងមើលអេក្រង់ទូរស័ព្ទដែលល្ងិតសូន្យឲ្យឈឹងអស់3វិនាទីរួចក៏ចុចចូលមើលប្រវត្តិជេរក្នុងគ្រប់ម្ចាស់ផ្ទះឃើញសារចុងក្រោយគេគឺតាំងពីម៉ោង10យប់មិញដែលជាសារជូនដំណឹងពីការដាច់ទឹកសប្តាហ៍នេះជាលើកទី3ហើយដែលមានការជូនដំណឹងឲ្យធ្វើតេស្តរកវីរុសនៅពេលយប់ពីលើកមុនខ្ញុំមិនបានចាប់អារម្មណ៍ឡើយប៉ុន្តែថ្ងៃនេះមិនដូចមុនទេនៅខាងក្រៅបង្អួចមានធុំក្លិនទឹកថ្នាំសម្លាប់មេរោគយ៉ាងខ្លាំងថែមទាំងមានក្លិនឆ្អាបឈាមតិចមកជាមួយខ្យល់ផងម៉ោង7ព្រឹកខ្ញុំយកសម្រាមចុះមកចោលខាងក្រោមហើយបានដើរទៅអើតមើលនៅម្ដុំអគារលេខ3ឃើញនៅមាត់ទ្វារមានរំខ្សែការពារព័ទ្ធជុំវិញប៉ុន្តែមិនឃើញមានបុគ្គលិកសុខាភិបាលណាម្នាក់ឡើយខ្ញុំធ្វើជាដាកាត់រួចលួចមើលតាមប្រហោងទ្វារការពារភ្លើងស្រាប់តែឃើញនៅផ្នែកខាងក្នុងមានកូស្បង់ខ្មៅដាក់សាកសពជាច្រើនប្រអប់ស្បង់មួយត្រូវបានដាច់ខ្សែរ៉ូតលេចចេញដៃដល់ស្លេកមួយចំហៀងដែលមានឈាមពណ៌ខ្មៅកកជាប់តាមក្រចកពេលត្រឡប់មកដល់បន្ទប់ជួលវិញដៃខ្ញុំញ័រត្រើតទាំងកំពុងផ្ញើសារទៅម្ចាស់ផ្ទះបងស្រីហួងខ្ញុំចង់រើចេញមិននៅទៀតទេបងជួយដោះស្រាយរឿងប្រាក់កប់ផងបានទេអូយប្អូនចិនអើយឥឡូវបើចង់ផ្ដាច់កិច្ចសន្យាត្រូវខាត់លុយកក់មិនតិចទេណាម្យ៉ាងទៀតគាត់បានបន្ថែមមួយឃ្លាទៀតថាគុំទៅលេងម្ដុំរោងចក្រចាស់នៅភូមិខាងលិចឲ្យសោះលាថាចិត្តផ្ទុះកាលពីយប់មិញផ្ទុះខ្ញុំឆែកមើលព័ត៌មានពីរោងចក្រឧស្សាហកម្មភូមិខាងលិចផ្ទុះប៉ុន្តែឃើញដំភ្ជាប់ព័ត៌មានទាំងអស់ត្រូវបានលុបចោលបាត់អស់ទៅហើយតាមរយៈការតាមដានព័ត៌មានដែលគេណែនាំបន្តបន្ទាប់ទីបំផុតខ្ញុំក៏បានរកឃើញការបង្ហោះមួយនៅក្នុងវេទិកាពិភាក្សាក្នុងស្រុកដែលសរសេរថាបានឃើញផ្ទាល់ភ្នែកឡានពន្លត់អគ្គិភ័យដឹកមនុស្សមួយឡានដែលមានសភាពខ្លោចដូចដុំឈូងប៉ុន្តែពួកវានៅក្រញៀងក្រញាំងដឹងខ្លួននៅឡើយ这几年虽然挂牌改成了民用生物公司，但大门常年紧闭，门口24小时有人把守，根本不是什么普通化工厂。本能的不安压倒了一切，我立刻给主管发消息请假，理由是流感发烧。与此同时，我立刻开始收拾家当。主管很快回了语音，语气带着一丝警惕：“你也流感啊？有什么症状？”我思索一下，打字回答：“高烧咳嗽。”主管立刻回复：“那近期别来公司了，什么时候病好了再说吧。”平时连离开10分钟工位都要记录在案的主管，今天居然主动给我放长假。如果不是忽然转性，那就必然是他的圈子里也听到了什么风声。我用最快的速度收拾完行李，眼角余光看到货架上还有。ទៅធ្នើក៏ឃើញមានមីកញ្ចប់ជាច្រើនកេសដែលមិនទាន់រុះរើរបស់ទាំងនេះដាំឡើយទុកសម្រាប់ញ៉ាំពេលយប់ប៉ុន្តែពេលនេះវាបានរំលឹកខ្ញុំនៅរឿងមួយទៀតនៅពេលភាពច្របូកច្របល់មកដល់ស្បៀងអាហារទាំងនេះនឹងក្លាយជារបស់កម្រនិងមានតម្លៃបំផុតខ្ញុំប្រញាប់ខកទៅម៉ែភ្លាមសំឡេងខាងគាត់ទ្រឹសូអ៊ូអែខ្លាំងណាស់ពេលទទួលទូរស័ព្ទខ្ញុំគាត់ហាក់ដូចជាមានការប្រញាប់ជាងខ្ញុំទៅទៀតម៉ែបំរុងខទៅអញដែរនឹងព័ត៌មាននិយាយថាទីក្រុងធំឥឡូវមានជំងឺផ្ដាសាយមិនច្បាស់លាស់កំពុងរីករាលដាលមន្ទីរពេទ្យចិត្តពេញអស់ហើយឯងបានសុំច្បាប់មកផ្ទះហើយឯងក៏ប្រញាប់我冷静回答：“我知道我这边正在看票，你俩也别待在县城了，回山里去我那个民宿。”老妈明显愣了一下，我那赔钱的民宿开在浙西山区，离市区得有30-40公里，是我去年脑子一热，为了搞数字游民基地，花30万装修的。后来生意一般，也就没太注意打理。老妈也很少去那，别问原因。大城市不安全，县里很快也会被波及到。你俩立刻去山里，我直接过来和你们会合。我急速地说，去之前多带点吃喝用品，有多少装多少。我挂掉电话，拎起包急匆匆出门。一进地铁站，发现5号线往西的列车全部跳站不停，往高铁东站方向的地铁则延长到20分钟一趟。នៅក្នុងស្ថានីយ៍មនុស្សក៏កុញណែនណាន់តាប់ភាគច្រើនយូរកាតាប់ធំមនុស្សគ្រប់គ្នាសម្លឹងមើលអេក្រង់បង្ហាញជើងឡានដោយភាពភ័យព្រួយខ្ញុំដឹងច្បាស់ថាមនុស្សដែលដឹងខ្លួនមិនមែនមានតែខ្ញុំម្នាក់ឡើយពួកគេខ្លះក៏ចាប់ផ្ដើមដឹងថាគ្រោះថ្នាក់កំពុងតែខិតជិតមកដល់ហើយឃើញទស្សនវិជ្ជាបែបនេះខ្ញុំក៏សម្រេចចិត្តបោះបង់ការជិះរថភ្លើងរួចរត់ទៅហើយឡានតាក់ស៊ីដើម្បីសម្ដៅទៅប្រលានយន្តហោះនៅតាមផ្លូវទៅប្រលានយន្តហោះខ្ញុំឆ្លៀតកក់សម្បត្តិយន្តហោះដែលមានតម្លៃថ្លៃកប់ពុករួចខទៅអ៊ំចាងដែលជាអ្នកគ្រប់គ្រងផ្ទះលំហែកាយអ៊ំចាងឥឡូវខ្ញុំវេលុយឲ្យអ៊ំ50000រួចអ៊ំជួយធ្វើការងារមួយចំនួនឲ្យខ្ញុំផងបើសម្រេចការងារខ្ញុំនឹងវេលឲ្យ50000ទៀតចុងខ្សែខាងនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងក្មួយចិនធ្វើអីហ្នឹងមិនបាច់ទេកុំសួរច្រើនអ៊ំពេលមិនទាន់ទេអ៊ំប្រញាប់បើកឡាន pick up ទៅហាងលក់គ្រឿងសំណង់និងផ្សារទំនើបក្នុងទីរួមស្រុកឥឡូវនេះទិញអង្ករសាច់កំប៉ុងនិងថ្នាំសង្កូវទាំងអស់ដែលអ៊ំអាចទិញបានចង់ចាំថាត្រូវយកតែរបស់ដែលមានស្រាប់នៅក្នុងហាងរួចដឹកមកទុកក្នុងទីធ្លាផ្ទះភ្លាម我只相信立刻能换到手的资源。机场比我想象中混乱，安检口排起长龙，许多安检人员似乎没有到岗，安检效率比以往低了很多。工作人员扫完我的码，匆匆挥手：“你运气不错，这可能是最后一班了。”
anhសំណាងល្អហើយនេះប្រហែលជាជើងហោះហើរចុងក្រោយហើយច្រកឡើងយន្តហោះពោពេញដោយមនុស្សប៉ុន្តែខ្ញុំទិញសម្បត្តិលំដាប់ចំនួន business class ទើបបានឡើងមុនពេលអង្គុយចុះខ្ញុំសម្លឹងមើលទៅក្រៅបង្អួចមេឃនៅចុងផ្លូវរថយន្តហោះមានសភាពអាប់អួរហាក់ដូចជាមានភ្លៀងធំចិត្តធ្លាក់មកភ្លាមនោះបុរសម្នាក់ដែលអង្គុយក្បែរខ្ញុំស្រាប់តែមានអាការៈប្រកាច់យ៉ាងខ្លាំងគាត់ស្លៀកពាក់ជិតឈឹងពាក់មួកអាវធំគ្រប់ក្បាលពាក់ម៉ាស់និងមានរោមកន្សែងក្រាស់នៅលោកមិនស្រួលខ្លួនមែនទេបុរសនោះមិននិយាយអ្វីឡើយគ្រាន់តែក្រវីដៃរួចអង្គក្បាលចុះកាន់តែទៀតខ្ញុំក៏ពាក់ម៉ាស់ដែររួចខិតខ្លួនទៅជិតខាងបង្អួចបេះដូងស្រាប់តែលោតញាប់ខុសធម្មតាពេលយន្តហោះហោះឡើងខ្ញុំបិទភ្នែករួចបួងសួងក្នុងចិត្តត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះខ្ញុំនឹងទៅដល់ផ្ទះហើយទៅដល់ផ្ទះគឺសុវត្ថិភាពហើយសំឡេងម៉ាស៊ីនបន្លឺឡើងយ៉ាងខ្លាំងយន្តហោះចាប់ផ្ដើមហោះឡើងក្នុងមុំខ្ពស់តាមរយៈកញ្ចក់បង្អួចខ្ញុំឃើញចរាចរណ៍នៅក្នុងទីក្រុងខាងក្រោមចាប់ផ្ដើមខុសខ្វែងនិងក៏ស្ទះទាំងស្រុងភ្លើងស្តុបពណ៌ក្រហមវែងដូចទន្លេឯពុកខ្មៅកំពុងតែខិតជិតមកដល់ព្យុះភ្លៀងធំជិតមកដល់ហើយយន្តហោះកំពុងហោះហើរយ៉ាងរលូននៅក្នុងស្រទាប់ពុកដ៏ក្រាស់ខាងមុខមានផ្លេកបន្ទោភ្លឺផ្លែតពេលនោះខាងកើតអេក្បែរខ្ញុំមានចលនាខុសប្រក្រតីបុរសដែលស្លៀកពាក់ជិតឈឹងម្នាក់នោះកំពុងតែញ័រត្រើតពេញមួយទូខ្លួនខ្ញុំខិតខ្លួនចេញឲ្យឆ្ងាយពីគាត់តាមដែលអាចធ្វើទៅបានហើយចាប់ផ្ដើមស្ទាយក្រោយដែលជ្រើសរើសកើតអេជាប់បង្អួចបុគ្គលិកបម្រើលើផ្នែកយន្តហោះអ្នកជំនាញខាងសេវាកម្មចាប់អារម្មណ៍ឃើញភាពខុសប្រក្រតីក៏អន់ខ្លួនសួរលោកម្ចាស់តើលោកត្រូវការជំនួយផ្នែកវិទ្យាសាស្ត្រដែរឬទេប៉ុន្តែនៅខណៈពេលដែលម្រាមដៃរបស់នាងរៀបនឹងប៉ាស្មារបស់បុរសម្នាក់នោះបុរសនោះក៏ងើបក្បាលឡើងយ៉ាងខ្លាំងខួរក្បាលខ្ញុំស្រាប់តែទេស្អាតភ្លាមខ្ញុំប្រញាប់ដោះខ្សែក្រវ៉ាត់ទាំងស្លន់ស្លោរួចលោតរំលងបង្កាន់ដៃកៅអីយ៉ាងលំបាកក្នុងភាពច្របូកច្របល់នោះខ្ញុំក្រឡេកមើលទៅផ្នែកកៅអីសេដ្ឋកិច្ច economy class ខាងក្រោយហាក់ដូចជាមានភាពវឹកវរនិងមានសំឡេងស្រែកឆោឡោព្រមទាំងការបុកទង្គិចគ្នាជាច្រើនបន្លឺឡើងខ្ញុំមិនខ្វល់ពីការងារក្រោយឡើយគឺខំប្រឹងរុញច្រានទៅមុខក្នុងចិត្តមានគំនិតតែមួយគត់ត្រូវតែស្វែងរកក្រុមអ្នកបើកបរយន្តហោះពួកគេត្រូវតែគ្រប់គ្រងស្ថានភាពឲ្យបានទីបំផុតខ្ញុំក៏រុញមកដល់វាំងនឹងខាន់ផ្នែកខាងមុខពេលបើកវាំងនឹងចេញបេះដូងខ្ញុំស្រាប់តែឈប់លោតភ្លាមទ្វារបន្ទប់អ្នកបើកបរយន្តហោះបែរជាបើកចំហចំណែកឯកៅអីអ្នកបើកបរគ្មានមនុស្សអង្គុយឡើយ自动驾驶的警报灯疯狂闪烁着，但无人理会。我感觉到机身开始不自然的倾斜，一声几乎撕裂耳膜的巨响，机身侧面与大楼玻璃幕墙剧烈摩擦，迸发出无数刺眼的火花。撞击的瞬间，我感到一股灼热的气浪从破口处席卷而来，紧接着火光瞬间吞噬了眼前的一切。我倒抽一口冷气，身体从座椅上弹起，又被安全带狠狠拽回。四周没有火光，也没有变异的感染。បុរសដែលអង្គុយកៅអីក្បែរខ្ញុំកំពុងតែក្អកចំណែកឯបុគ្គលិកបម្រើលើយន្តហោះកំពុងឈរក្បែរគាត់ដោយមានកាន់ឧបករណ៍វាស់កម្ដៅនិងឧបករណ៍វាស់ចង្វាក់បេះដូងលោកម្ចាស់កម្ដៅរបស់លោកហាក់ដូចជាខ្ពស់បន្តិចហើយចង្វាក់បេះដូងក៏លឿនដែរពួកយើងបានជូនដំណឹងទៅខាងប្រលានយន្តហោះគោលដៅរួចហើយបុគ្គលិកវិទ្យាសាស្ត្រនៅខាងក្រោមនឹងត្រៀមលក្ខណៈជាស្រេចបន្ទាប់ពីយន្តហោះចុះចតបុរសនោះក៏ងក់ក្បាលដោយខ្សោយរួចពោលពីអរគុណតិចដឹងអីពិតជាសុបិនអាក្រក់សោះខ្ញុំទម្រាកខ្លួនទៅកៅអីវិញយឺតបេះដូងនៅតែលោតញាប់មិនទាន់បាត់ភ័យឡើយអារម្មណ៍នៃការធ្លាក់ចុះនិងការត្រូវភ្លើងឆេះកាលពីអំបញ្ញមិញវាហាក់ដូចជាការពិតខ្លាំងណាស់គ្រប់ចំណុចទាំងអស់ច្បាស់ក្រឡែតគួរឲ្យខ្លាចដូចជាសាច់រឿងនៅក្នុងកុនអញ្ចឹងយន្តហោះចុះចតយ៉ាងមានសុវត្ថិភាពបើកកាត់តាមផ្លូវរួចឈប់សម្រាកទ្វារយន្តហោះបើកចេញខ្ញុំប្រញាប់យូរកាតាបរត់ចេញក្រៅភ្លាមប៉ុន្តែទិដ្ឋភាពនៅក្នុងសាលរងចាំប្រលានយន្តហោះបានធ្វើឲ្យបេះដូងខ្ញុំលោតញាប់ម្ដងទៀតនៅគ្រប់កន្លែងសុទ្ធតែមានមនុស្សកកុញវាកកុញជាងប្រលានយន្តហោះដែលខ្ញុំចេញដំណើរមកទៅទៀតវ៉ាលីត្រូវគេដាក់កោពីវាពីការមនុស្សជាច្រើនអង្គុយផ្ទាល់លើឥដ្ឋឯនៅលើអេក្រង់ទូរទស្សន៍កំពុងមានការផ្សាយព័ត៌មានបន្ទាន់របស់ស្ថានីយ៍ក្នុងស្រុកដោយមានរូបភាពខាងក្រោយជាទិដ្ឋភាពនៅមាត់ទ្វារមន្ទីរពេទ្យមួយខ្ញុំងាកមកមើលអេក្រង់បង្ហាញពណ៌តើមានជើងហោះហើរនៅជុំវិញខ្លួនឃើញមានពណ៌ក្រហមឆ្អៅបង្ហាញពីការលុបចោលឬគឺពន្យាពេលជាច្រើនឯជើងហោះហើរដែលប្រក្រតីគឺមានតិចតួចបំផុតសម្លេងគ្រប់បែបយ៉ាងលីឡំគ្នាបក់មកលើអារម្មណ៍របស់មនុស្សគ្រប់គ្នាខ្ញុំបង្កើនល្បឿនជើងរត់ចេញពីទ្វារធំប្រលានយន្តហោះដែលម្ខាងហៃឡានតាក់ស៊ីដែលម្ខាងទៀតប្រញាប់ចុចខលទៅម៉ែពួកម៉ែទៅដល់ភ្នំនៅដល់ហើយទើបតែជួយអ៊ំចាំងឯងលើករបស់របរដែលគាត់ទិញចូលផ្ទះឯលើកំពុងរៀបចំអីវ៉ាន់នឹងឯងចុះពីយន្តហោះនៅតាមផ្លូវស្រួលបួទេកូនខ្ញុំចុះដល់ដីហើយស្ថានភាពខាងក្រៅមិនសូវល្អទេពួកយើងត្រូវត្រៀមលក្ខណៈសម្រាប់ស្ថានភាពដែលអាក្រក់បំផុតម៉ែនឹងពុកជួយគិតគូររកវិធីទិញម៉ាស៊ីនភ្លើងធំថែម2គ្រឿងទៀតព្រមទាំងឧបករណ៍ចម្រោះទឹកទាំងសូឡាដោយពន្លឺព្រះអាទិត្យផងចាំបន្តិចទៀតខ្ញុំផ្ញើតារាងសម្ភារៈទៅឲ្យម៉ែនឹងពុកទៅទិញជាមួយគ្នាត្រូវពាក់ម៉ាស់ឲ្យជាប់តាមផ្លូវកុំជែកជាមួយអ្នកដទៃឲ្យសោះកុំខ្វល់ពីរឿងតម្លៃឲ្យតែមានរបស់ពិតប្រាកដនៅក្នុងដៃគឺសំខាន់បំផុតហើយចាំម៉ែប្រាប់ពុកឯងឲ្យខលទៅរកអ្នកស្គាល់គ្នាឥឡូវហ្នឹងឯងធ្វើដំណើរប្រយ័ត្នប្រយែងណាមកសំដៅភ្នំភ្លាមទៅកុំឈប់សម្រាកនៅក្នុងទីរួមស្រុកអីបាទខ្ញុំដឹងហើយឡានតាក់ស៊ីបើកចេញពីប្រលានយន្តហោះយ៉ាងលឿនខ្ញុំសម្លឹងមើលទៅក្រៅបង្អួចយប់ងឹតស្លុបនៅជំងាយមានសំឡេងឡានប៉ូលីសបន្លឺឡើងយ៉ាងគួរឲ្យព្រឺព្រួចអារម្មណ៍ក្នុងចិត្តខ្ញុំតានតឹងដល់កម្រិតកំពូលផ្ទះលំហែកាយនៅក្នុងភ្នំគឺជាសัญลักษณ์វាចុងក្រោយរបស់ខ្ញុំសង្ឃឹមថាវានឹងអាចជួយខ្ញុំឲ្យគេចផុតពីគ្រោះមហន្តរាយដ៏ធំធេងដែលជិតមកដល់នេះចុះចាប់ពីពេលនេះទៅខ្ញុំត្រូវតែរត់រណាំងជាមួយពេលវេលាហើយឡានតាក់ស៊ីបើកបរលើផ្លូវភ្នំដ៏កង់ក្រវិចអស់រយៈពេលជិត2ម៉ោងទើបមកឈប់នៅពីមុខទ្វារដែកដ៏ធំដែលខ្ញុំធ្លាប់ស្គាល់ទ្វារដែកត្រូវបានបើកចេញបន្តិចពីខាងក្នុងមុខរបស់អ៊ំចាំងលេចចេញមកដោយភាពប្រុងប្រយ័ត្នពេលឃើញជាខ្ញុំទើបគាត់ធូរទ្រូងពេលបើកទ្វារចេញឃើញសម្ភារៈនៅក្នុងទីធ្លាផ្ទះត្រូវបានគេដាក់កូរដូចជាភ្នំអង្គរនិងម្សៅមីដែលច្រកក្នុងបាវត្រូវបានគេតម្រៀបគ្នាយ៉ាងមានរបៀបរៀបរយនៅក្បែរនោះមានសាច់កំប៉ុងរាប់សិបកេសព្រមទាំងប្រេងឆានិងទឹកបរិសុទ្ធជាច្រើនធំចំណែកឯសម្ភារៈឧបករណ៍ដែលទិញពីហាងគ្រឿងសំណង់មានដូចជាញួរចប់ជីកដែកគាស់និងលូបន្លាត្រូវបានដាក់រីប៉ាយនៅម្ខាងពុកម៉ែរត់ចេញពីក្នុងផ្ទះម៉ែស្ទុះមកអោបខ្ញុំភ្លាមចំណែកឯពុកវិញគ្រាន់តែទះស្មាខ្ញុំតិចដោយស្ងប់ស្ងៀមពុកនិយាយថាម៉ាស៊ីនភ្លើងតាក់ទងបានហើយជាងកំពុងបើកឡានដឹកមកឲ្យតម្លៃថ្លៃជាងធម្មតា3ដងឧបករណ៍ចម្រោះទឹកស្អាតមិនសូវមានរបស់ស្រាប់នៅក្នុងហាងទេប៉ុន្តែពុកបានទៅរុះរើឧបករណ៍ចម្រោះចាស់នៅផ្ទះចាស់មកផ្សំជាមួយតម្រងចម្រោះទឹក filter រាប់សិបដែលម៉ែអញទិញមកប្រហែលជាអាចទប់ទល់បានមួយរយៈចំណែកផ្ទាំងសូឡាវិញ5កុំភ្លេចចុងក្រោយនៅក្នុងទីរួមស្រុកគឺនៅក្នុងឡានអស់ហើយពុកនិងម៉ែអញទៅដឹកជាមួយគ្នាថែមទាំងបានទិញអាគុយផ្ទុកភ្លើងនាបធំចំនួន4គ្រាប់តាមដែលអញប្រាប់ទៀតផងអញ្ចឹងហើយពួកយើងក៏ចាប់ផ្ដើមរៀបចំប្រមូលសម្ភារៈឧបករណ៍ពេញទីធ្លាផ្ទះភ្លាមយប់កាន់តែជ្រៅទៅហើយប៉ុន្តែគ្មានអ្នកណានិយាយពីការសម្រាកឡើយខ្ញុំដកទូរស័ព្ទមក
មើលឃើញប្រព័ន្ធអ៊ីនធឺណិតដាច់ជាប់ព័ត៌មានចុងក្រោយដែលខ្ញុំស្កេនឃើញគឺមានចំណងជើងថាមន្ទីរពេទ្យក្រុងប្រកាសផ្អាកទទួលពិនិត្យជំងឺទូទៅដើម្បីប្រមូលកម្លាំងមកទទួលព្យាបាលអ្នកជំងឺដែលមានអាការៈក្តៅខ្លួនខ្លាំងនិងមន្ទីរពេទ្យក្រុងមានករណីហិង្សាកាប់សម្លាប់មនុស្សជាច្រើនករណីឥឡូវសមត្ថកិច្ចកំពុងតែបិទគប់ទីតាំងកើតហេតុមើលទៅស្ថានភាពខាងក្រៅកំពុងតែដុនដាបទៅរាល់នាទីអ៊ំចាំងកាលពីក្មេងធ្លាប់ធ្វើជាជាងផ្សារដែកគាត់និងពុកខ្ញុំទទួលបន្ទុកជួយពង្រឹងរបងការពាររបងចាត់ដើមឡើយរបស់ផ្ទះលំហែកាយមានកម្ពស់ត្រឹមតែ2ម៉ែត្រប៉ុណ្ណោះពួកយើងសម្រេចចិត្តដំឡើងលុះបន្លានិងអំបែងដបបន្ថែមខ្ញុំទៅរើសដែកកែងដែលសល់ពីការដេកផ្ទះកាលពីឆ្នាំមុនចេញពីឃ្លាំងរួចអ៊ំចាំងប្រើម៉ាស៊ីនផ្សារដែកដើម្បីភ្ជាប់ពួកវាទៅនឹងក្បាលរបងចំណែកឯពុកវិញដំឡើងដបស្រាបៀរឲ្យបែករួចយកស៊ីម៉ង់មកបិទភ្ជាប់អំបែងដបទាំងនោះនៅផ្នែកខាងក្នុងរបងម្ដងមួយម៉ោង3ទៀបភ្លឺរបងការពារត្រូវបានពង្រឹងរួចរាល់អ៊ំចាំងបានផ្សារដែកបន្ទារ3ជួរនៅខាងក្នុងទ្វារដែកធំព្រមទាំងដំឡើងសោសុវត្ថិភាពខ្ពស់ដែលអាចបើកបានតែពីខាងក្នុងប៉ុណ្ណោះខ្ញុំសាកល្បងរុញមើលឃើញថាវារឹងមាំខ្លាំងណាស់ទោះបីជាបុកក៏មិនរំកិលដែរនៅមិនទាន់គ្រាន់ទេពួកយើងត្រូវការកន្លែងសង្កេតការណ៍ដូចនេះពួកយើងក៏រៀបចំដំឡើងជើងទម្រ scaffold នៅជ្រុងខាងត្បូងឈៀងខាងកើតនិងជ្រុងខាងជើងឈៀងខាងលិចបង្កើតបានជាកន្លែងសង្កេតការណ៍ងាយពីឲ្យមានកម្ពស់ល្មមអាចលេខក្បាលពាក់កណ្ដាលដើម្បីមើលទៅក្រៅរបងបានប៉ុន្តែមិនឲ្យលេខលោកពេកនោះឡើយចិត្តភ្លឺម៉ាស៊ីនភ្លើងត្រូវបានដឹកមកដល់ជាងបើកឡានដឹកទំនិញធុនតូចមួយគ្រឿងមកដល់ក្រោយពេលលើកម៉ាស៊ីនភ្លើងពីរបីគ្រឿងចុះរួចគាត់មិនទាំងផឹកទឹកមួយកែវផងក៏ប្រញាប់សុំលាទៅវិញនៅក្នុងស្រុកចាប់ផ្ដើមបិទផ្លូវហើយមន្ទីរពេទ្យក្នុងស្រុកលែងទទួលហើយគេកំពុងតែបញ្ជូនមនុស្សចេញទៅខាងក្រៅគេនិយាយថាអ្នកដែលឈឺជំងឺនោះនឹងប្រែប្រួលទៅជាមិនដូចមនុស្សឡើយនិយាយរួចគាត់ក៏ពោលពាក្យសូមថែរក្សាសុខភាពទាំងអស់គ្នារួចបើកឡានបាត់ស្រមោលទៅក្នុងអពេលព្រឹកពុកនិងអ៊ំចាំងជួយគ្នាដំឡើងផ្ទាំងសូឡានៅលើដំបូលផ្ទះព្រមទាំងរៀបចំប្រព័ន្ធខ្សែភ្លើងដើម្បីភ្ជាប់ម៉ាស៊ីនភ្លើងទៅកាន់ទីតាំងដែលមានខ្យល់ចេញចូលល្អបំផុតផ្ទាំងសូឡាទាំង5ត្រូវបានដំឡើងនៅលើដំបូលផ្ទះលំហែកាយដោយរៀបចំមុំឲ្យចំកន្លែងដែលមានពន្លឺថ្ងៃល្អបំផុតខ្សែភ្លើងត្រូវបានទាញកាត់តាមប្រហោងជញ្ជាំងដែលបានឃុំទុករួចភ្ជាប់ទៅកាន់អាគុយផ្ទុកភ្លើងនិងឧបករណ៍បំផ្លាញចរន្តអគ្គិសនី inverter នៅក្នុងបន្ទប់ទទួលភ្ញៀវអ៊ំចាំងជួយរៀបចំខ្សែភ្លើងគាត់ធ្វើការបណ្ដាលលួចសម្លឹងមើលទៅខាងក្រៅភ្នំបណ្ដាលអ៊ំចាំងរស់នៅម្នាក់ឯងប្រពន្ធគាត់ចែកឋានទៅយូរហើយកូនប្រុសធ្វើការនៅខេត្តផ្សេងកាលពីម្សិលមិញទើបតែខលមកប្រាប់ថាក្រុមហ៊ុនរៀបចំឲ្យធ្វើការនៅផ្ទះ work from home ទាំងអស់គ្នាមិនបាច់បារម្ភទេប៉ុន្តែអ៊ំចាំងនិយាយថាគាត់អាចស្ដាប់ដឹងពីសម្លេងញ័រត្រើតរបស់កូនគាត់ម៉ោង12ថ្ងៃត្រង់ប្រព័ន្ធអគ្គិសនីត្រូវបានបញ្ចប់ជាបឋមពួកយើងបានធ្វើតេស្តសាកល្បងប្រព័ន្ធបដូរចរន្តដោយឲ្យប្រព័ន្ធសូឡាដើរជាចម្បងបើថ្ងៃណាមានភ្លៀងធ្លាក់វានឹងបដូរទៅប្រើម៉ាស៊ីនភ្លើងដោយស្វ័យប្រវត្តិហើយចុងក្រោយបង្អស់ទើបប្រើប្រាស់ប្រព័ន្ធអគ្គិសនីរដ្ឋដែលភ្ជាប់មកស្រាប់ពុកបានកត់ត្រាយ៉ាងលម្អិតនៅក្នុងសៀវភៅនៅកម្រិតស៊ីប្រេងរបស់ម៉ាស៊ីននីមួយម៉ោងពេលនៃការបង្កើតភ្លើងនិងចំណុចសំខាន់ក្នុងការថែទាំម៉ែធ្វើម្ហូបសាមញ្ញមួយចានដែលជាសាច់កំប៉ុងរងាស់ជាមួយបន្លែនិងបាយពេលញ៉ាំបាយពួកយើងមិនបាននិយាយគ្នាច្រើនឡើយមានតែសម្លេងវិទ្យុដែលផ្សាយដំណឹងដាច់ចប់ថាការផ្គត់ផ្គង់ស្បៀងអាហារមានភាពគ្រប់គ្រាន់ផ្នែកខ្លះមានការគ្រប់គ្រងចរាចរណ៍បណ្ដោះអាសន្នសូមជៀសវាងការធ្វើដំណើរទៅកាន់ទីតាំងដែលមានមនុស្សកកុញសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ភ្លាមនោះសញ្ញាវិទ្យុក៏ត្រូវបានកាត់ផ្តាច់ទៅបន្សល់ទុកតែសម្លេងរលកសញ្ញាគឺចាប់ពីថ្ងៃនោះមកការផ្សាយព័ត៌មានមិនដែលត្រូវបានស្ដារឡើងវិញឡើយមុនពេលថ្ងៃអវសានលោកផ្ទុះឡើងជាផ្លូវការពួកយើងបានពន្លឿនការកែច្នៃផ្ទះលំហែកាយនៅក្នុងភ្នំដើម្បីត្រៀមខ្លួនជាចុងក្រោយពេលនេះសញ្ញាទូរស័ព្ទបានបាត់បង់ទាំងស្រុងវិទ្យុក៏ស្ដាប់ឬតែសម្លេងរំខានពុកបានទៅកាយរៀបរាប់ឃើញឧបករណ៍តាក់ទងអាយកុំម៉ូដែលចាស់មួយគ្រឿងចេញពីចង្កេះឃ្លាំងអាគុយរបស់វាឡើងប៉ង់បន្តិចទៅហើយប៉ុន្តែក្រោយពេលសាកថ្មរួចមិននឹកស្មានថាវានៅតែអាចប្រើប្រាស់បានឡើយអ៊ំចាំងនឹកឃើញថានៅក្នុងហាងគ្រឿងសំណង់ក្នុងស្រុកប្រហែលជាអាចមានឧបករណ៍តាក់ទងសល់ក្នុងស្តុកក៏ស្ម័គ្រចិត្តសុំបើកឡានចុះពីលើភ្នំដើម្បីទៅទិញបន្ថែមពី3គ្រឿងទៀតបើអាចរកបានគឺចង់បានវិទ្យុរលកខ្លី shortwave radio មួយគ្រឿងផងដែរប៉ុន្តែវាគ្រោះថ្នាក់ពេកហើយផ្លូវភ្នំប្រហែលជាត្រូវគេបិទអស់ហើយខ្ញុំនិយាយខាត់ប៉ុន្តែគាត់តបថាផ្លូវនោះមានមនុស្សដើរតិចណាស់ម្យ៉ាងទៀតខ្ញុំចង់ដឹងថាខាងក្រៅលើទៅជាយ៉ាងណាហើយចុងក្រោយពួកយើងក៏យល់ព្រមតាមការសម្របសម្រួលមួយដោយពុកនិងអ៊ំចាំងបើកឡាន pick up ទៅមុខចំណែកឯខ្ញុំជិះម៉ូតូតាមពីក្រោយដោយរក្សាចម្ងាយ100ម៉ែត្រដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍គ្រប់ពេលវេលាផ្លូវចុះពីលើភ្នំមានសភាពស្ងប់ស្ងាត់ជាងអ្វីដែលបានគិតធម្មតានៅម៉ោងនេះតែងតែមានអ្នកមកបេះតែឬអ្នកមកដើរកំសាន្តតាមភ្នំប៉ុន្តែពេលនេះតំបន់ភ្នំទាំងមូលមានសភាពស្ងាត់ជ្រងដោយទីពិឆាសុខចិត្តទៅដល់មាត់ច្រកចូលទីរួមស្រុកពួកយើងក៏បានឃើញរបាំងផ្លូវដែលគេយកឡានចាស់និងគោឈើមកធ្វើជារបាំងញីមនុស្សពី3នាក់កំពុងឈរយាមនៅពីក្រោយរបាំងនោះអ៊ំចាំងជប់ឡានខ្ញុំមើលតាមរយៈវ៉ែនតាឆ្លុះចម្ងាយឃើញមនុស្សទាំងនោះពាក់ម៉ាស់និងមានកែវភ្នែកប្រុងប្រយ័ត្នខ្លាំងណាស់ពួកគេក្រវីដៃជាសញ្ញាប្រាប់ឲ្យអ៊ំចាំងបកឡានត្រឡប់ទៅវិញមើលទៅទីរួមស្រុកត្រូវបានបិទគប់ទាំងស្រុងលែងអនុញ្ញាតឲ្យឡានពីខាងក្រៅចូលទៀតហើយនៅតាមផ្លូវត្រឡប់មកវិញអ៊ំចាំងដែលបើកនៅខាងមុខស្រាប់តែជន់ហ្វ្រាំងយ៉ាងខ្លាំងខ្ញុំជិះទៅជិតដើម្បីមើលស្ថានភាពឃើញនៅត្រង់ផ្លូវបំបែកមានឡានដឹកអីវ៉ាន់ Express មួយគ្រឿងក្រឡាប់ផ្ងាជើងនៅក្នុងកៅអីអ្នកបើកបរមានឈាមស្រោចពេញប៉ុន្តែអ្នកបើកបរមិនដឹងជាបាត់ទៅណាឡើយនៅជុំវិញមានសភាពស្ងាត់ជ្រងនៅក្នុងទូឡានមានធ្លាក់កញ្ចប់អីវ៉ាន់តូចធំពីវាពីកាលពួកយើងប្រមូលសេចក្តីក្លាហានចូលទៅកាយរៀបរាប់មើលយ៉ាងលឿនក៏រកឃើញកញ្ចប់អីវ៉ាន់ដែលមានប្រយោជន៍មួយចំនួនក្នុងនោះមានកញ្ចប់មួយផ្ញើមកពីហាងលក់សម្ភារៈក្រៅផ្ទះ Outdoor ដែលនៅក្នុងនោះមានឧបករណ៍តាក់ទងអាយកុំថ្មីស្រឡាងចំនួន3គ្រឿងតង់ពីនិងសម្ភារៈសម្រាប់ចម្អិនអាហារក្នុងព្រៃមួយឈុតធំចំណែកឯកញ្ចប់មួយទៀតមិននឹកស្មានថាមានដុំសាកថ្ម Power Bank ចំនួន20គ្រាប់និងផ្ទាំងសូឡាសាកថ្មចល័តហាក់ដូចជាមានអ្នកណាម្នាក់កក់ទិញទុកប៉ុន្តែមិនទាន់បានទទួលអីវ៉ាន់ពួកយើងមិនហ៊ាននៅយូរឡើយប្រញាប់លើករបស់របរដែលប្រើការបានឡើងឡាន pick up រួចដកថយភ្លាមពេលត្រឡប់មកដល់ផ្ទះលំហែកាយវិញមេឃចាប់ផ្ដើមប្រលប់ទៅហើយម៉ែឈរនៅលើកន្លែងសង្កេតការដោយក្តីបារម្ភពេលឃើញពួកយើងទើបគាត់ធូរទ្រូងយប់នោះពួកយើងប្រើប្រាស់ឧបករណ៍តាក់ទងថ្មីដើម្បីធ្វើតេស្តសញ្ញាឃើញថាឧបករណ៍ទាំង3គ្រឿងមានសញ្ញាច្បាស់ល្អនៅក្នុងរង្វង់ផ្ទះលំហែកាយក្រោយពេលពុកកែសម្រួលអង្គតែនរួចថែមទាំងអាចចាប់បានរលកសញ្ញាសម្លេងខ្សោយពីចម្ងាយជាង10គីឡូម៉ែត្រទៀតផងដែលនៅក្នុងនោះសុទ្ធតែជាសម្លេងស្រែកហៅឲ្យជួយនឹងការព្រមានយ៉ាងច្របូកច្របល់ដាច់ខាតកុំព្យាយាមជួយពួកគេឲ្យសោះពួកវាកំពុងតែបុកទ្វារពួកវាឈួតអស់ហើយ
កុំទៅទីក្រុងធំឲ្យសោះទីនោះឥឡូវមិនខុសពីនរកឡើយខ្ញុំបិទឧបករណ៍តាក់ទងចោលក្នុងបាតដៃពោពេញដោយញើសត្រជាក់ឈានចូលដល់ថ្ងៃទី3ពួកយើងបានដាច់ការតាក់ទងពីពិភពខាងក្រៅទាំងស្រុងប៉ុន្តែសំណាងល្អដែលបញ្ជីសម្ភារៈដែលត្រូវធ្វើត្រូវបានឈប់ចេញម្ដងមួយរហូតជិតអស់ស្បៀងអាហារបំរុងទុកមានល្មមសម្រាប់មនុស្ស4នាក់ញ៉ាំក្នុងរយៈពេល3ខែបើពួកយើងសន្សំសំចៃគឺអាចទប់ទល់បានដល់ទៅកន្លះឆ្នាំទឹកគឺមានទឹកអណ្ដូងបូករួមនឹងប្រព័ន្ធចម្រោះព្រមទាំងមានទឹកបរិសុទ្ធចំណុះធំចំនួន50ធុងសម្រាប់ត្រៀមលក្ខណៈអាសន្នថ្នាំសង្កូវមានគ្រប់គ្រាន់ប្រព័ន្ធថាមពលមានប្រព័ន្ធបំរុងពីជាន់ពេលរសៀលពួកយើងចាប់ផ្ដើមរៀបចំកែច្នៃបន្ទប់ក្រោមដីនៃផ្ទះលំហែកាយទីនោះមានលំហមិនសូវធំឡើយប៉ុន្តែជញ្ជាំងទាំង4ជ្រុងសុទ្ធតែជាបេតុងក្រាស់មានតែប្រហោងខ្យល់ចេញចូលមួយគត់ដែលធ្លីទៅខាងក្រោយភ្នំខ្ញុំសម្រេចចិត្តភ្លាមថានឹងកែច្នៃទីនេះឲ្យទៅជាបន្ទប់សុវត្ថិភាពចុងក្រោយគេ safe room ពួកយើងបានផ្លាស់ប្ដូរស្បៀងអាហារដែលសំខាន់បំផុតមួយភាគចូលទៅក្នុងបន្ទប់ក្រោមដីក្នុងនោះមានថ្នាំសង្កូវពាក់កណ្ដាលសាច់កំប៉ុង1ភាគ3អាគុយទាំងអស់និងឧបករណ៍តាក់ទងមួយគ្រឿងព្រមទាំងមានរៀបចំកម្រាលការពារសំណើមពុកសម្រាប់គេងនិងភ្លើងសញ្ញាអាសន្នបើមានស្ថានភាពអាក្រក់បំផុតកើតឡើងទីនេះនឹងក្លាយជាខ្សែការពារចុងក្រោយបង្អស់របស់ពួកយើងនៅពេលប្រឡប់ពួកយើងបានរៀបចំការងារគ្រប់យ៉ាងរួចរាល់មនុស្ស4នាក់ឈរនៅក្នុងទីធ្លាផ្ទះសម្លឹងមើលផ្ទះលំហែកាយដែលត្រូវបានពួកយើងកែច្នៃទៅជាបន្ទីការពារថ្ងៃអវសានលោកក្នុងចិត្តមានអារម្មណ៍ធូរទ្រូងផងនិងមានភាពតានតឹងផងជាមួយគ្នានោះដែររលកសញ្ញានៅក្នុងឧបករណ៍តាក់ទងបានធ្លាក់ទៅក្នុងភាពស្ងាត់ជ្រុងទាំងស្រុងពិភពលោកនៅខាងក្រៅភ្នំហាក់ដូចជាត្រូវបានលិចលង់បាត់ទៅហើយក្រោយពេលយប់ងឹតពួកយើងបានបដូរវេនគ្នាយាមខ្ញុំយាមវេនដំបូងដោយឈរនៅលើកន្លែងសង្កេតការជ្រុងខាងជើងជាងខាងលិចប្រើវេនតាឆ្លុះមើលពេលយប់ night vision ដើម្បីពិនិត្យមើលផ្លូវភ្នំនៅទីដៅនៃទីរួមស្រុកពីចម្ងាយដែលដើរឡើយតែងតែមានពន្លឺភ្លើងចាំងនៃអគារខ្ពស់ពេលនេះបែរជាងឹតសូនឲ្យឈឹងភ្លាមនោះឧបករណ៍តាក់ទងស្រាប់តែបន្លឺឡើងក្រោយសំឡេងរលកសញ្ញាបើទឺក៏លេចចេញសំឡេងដែលជាប់មួយខ្សែការពារគ្រប់តំបន់ត្រូវបានបាក់ធ្លាយការដកថយបរាជ័យពួកវាដើរឡើយពួកវាអាចខ្ញុំលើកឧបករណ៍តាក់ទងមកចិត្តត្រចៀកដើម្បីស្ដាប់ឲ្យច្បាស់ដើរឡើយពួកវាចេះនិយាយតើផ្ទះក្រហមនៅក្នុងភ្នំពួកឯងស្ដាប់ឬពួកយើងទេម៉ែចិត្តមកអោបពួកឯងហើយណាកន្ទុយភ្នែកខ្ញុំស្រាប់តែកន្ត្រាក់ភ្លាមមិនហ៊ានជឿលើអ្វីដែលខ្លួនឯងទើបតែបានស្ដាប់ឬឡើយនៅក្នុងភាពងឹតពុកបានអុជបារីមួយដើមនៅក្នុងទីធ្លាផ្ទះតាមមើលទៅពួកបិសាចដែលហៅថាសំប៊ីទាំងនោះហាក់ដូចជានៅសល់ការចងចាំខ្លះកាលពីនៅរស់ពួកវាមានខួរក្បាលក្នុងការប្រមាញ់តាមន័យនៅក្នុងឧបករណ៍តាក់ទងអំបញ្ញមិញពួកវាប្រហែលជាអាចនឹងមកតាមរកពួកយើងផ្ទៃមុខខ្ញុំប្រែជាស្លេកស្លាំងដែលក្តាប់ញួរយ៉ាងណែនយប់កាន់តែងឹតទៅផ្ទះលំហែកាយនៅក្នុងភ្នំមួយនេះគឺជាកោះដាច់ស្រយាលតែមួយគត់នៅក្នុងសមុទ្រងឹតដ៏ធំធេងនេះពួកយើងបានបំរុងទុកស្បៀងអាហារពង្រឹងរបងការពារត្រៀមលក្ខណៈអាវុធនិងបានធ្វើរាល់អ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានរួចរាល់ហើយពេលនេះការតស៊ូរស់នៅថ្ងៃអវសានលោកបានចាប់ផ្ដើមហើយបន្ទាប់មកពុកបានប្រកាសឲ្យអនុវត្តច្បាប់វាស្ងាត់រលកសញ្ញានិងគ្រប់គ្រងពន្លឺដោយតម្រូវឲ្យនៅពេលយប់ត្រូវទាញវាំងនឹងបិទឲ្យចិត្តឈឹងរាប់ប្រភពពន្លឺទាំងអស់អាចបង្ហាញបានតែនៅក្នុងបន្ទប់ក្រោមដីប៉ុណ្ណោះពួកវាចេះនិយាយមានន័យថាពួកវាមានដឹងខ្លួនស្គាល់វិធីតាមដាននិងស្គាល់វិធីវិនិច្ឆ័យពន្លឺនិងសម្លេងសុទ្ធតែជាសញ្ញាបង្ហាញផ្លូវឲ្យពួកវាទាំងអស់វិទ្យុចាស់មួយគ្រឿងដែលបើកចោលរហូតបានក្លាយជាក្តីសង្ឃឹមតែមួយគត់របស់ពួកយើងពុកបានកំណត់ឲ្យប្រើប្រាស់ត្រឹមតែការទទួលសញ្ញាប៉ុណ្ណោះនិងត្រូវបន្ថយសម្លេងឲ្យនៅកម្រិតទាបបំផុតគាត់បានប្រកល់ភារកិច្ច scan រប៉ុស្តិ៍និងកត់ត្រាព័ត៌មានមកឲ្យខ្ញុំដោយតម្រូវឲ្យបិទវិទ្យុចោលក្រៅពីម៉ោងពេលដែលបានកំណត់យប់នោះខ្ញុំអង្គុយនៅមុខទឹកក្នុងបន្ទប់ក្រោមដីខ្ញុំបានកំណត់ថ្ងៃដែលការតាក់ទងត្រូវបានកាត់ផ្ដាច់នេះថាជាថ្ងៃទី1ចាប់ពីថ្ងៃទី2រហូតដល់ថ្ងៃទី5គ្មានរឿងអ្វីកើតឡើងឡើយនៅក្នុងភ្នំមានសភាពស្ងាត់ជ្រុងគួរឲ្យខ្លាចសូម្បីតែសំឡេងបក្សីឬសំឡេងសត្វល្អិតយំក៏មានតិចតួចដែរខ្ញុំអ៊ំចាំងនិងពុកបានបដូរវេនគ្នាយាមយប់តាមតារាងម្នាក់យាម4ម៉ោងចាប់ពីម៉ោង8យប់រហូតដល់ម៉ោង8ព្រឹកនៅពេលថ្ងៃពួកយើងដើរពិនិត្យរបងការពារជួសជុលឧបករណ៍នឹងគឺត្រួតពិនិត្យសម្ភារៈក្នុងឃ្លាំងម៉ែទទួលបន្ទុកគ្រប់គ្រងរបបអាហារគាត់បានគូតារាងនៅលើក្រដាសធំមួយយ៉ាងលម្អិតទៅលើរាល់ពេលបាយថាម្នាក់ត្រូវញ៉ាំអង្ករប៉ុន្មានក្រាមនិងប្រើប្រាស់ប្រេងប៉ុន្មានមីលីលីត្រគាត់បានបិទក្រដាសនោះនៅលើជញ្ជាំងផ្ទះបាយរួចប្រើពេជ្រឆូតចេញមួយប្រឡោះក្រោយពេលបាយរួចរាល់ម៉ែពួកយើងគួរតែដាំបន្លែខ្លះបន្ថែមទេពុកឯងកំពុងតែកាយដីនៅទីធ្លាខាងក្រោយផ្ទះនឹងហើយគ្រាប់ពូជគឺអ៊ំចាំងឯងយកមកពីទីរួមស្រុកមានស្បែកក្តៅប្រាឌីនិងសណ្តែកគួរតើវាអាចរស់ទេម៉ែសាកល្បងមើលទៅកាលពីមុនម៉ែឯងធំដឹងក្តីនៅឯជនបទរឿងដាំដុះដីធ្លីប៉ុណ្ណឹងមិនអាចធ្វើឲ្យម៉ែពិបាកចិត្តបានឡើយថ្ងៃទី6នៅក្នុងវេនយាមម៉ោង2ទៀបភ្លឺខ្ញុំចាប់បានរលកសញ្ញាជាលើកដំបូងនៅក្នុងការស្ដាប់ពោពេញដោយសំឡេងរំខានខ្ញុំស្ទើរតែចង់បោះបង់ទៅហើយប៉ុន្តែនៅពេលម្រាមដៃខ្ញុំបង្វិលប៉ុស្តិ៍ម្ដងទៀតស្រាប់តែមានសំឡេងមនុស្សស្រីបែបម៉ាស៊ីនលេចចេញមកខ្ញុំប្រញាប់ទាញប៊ិចមកកត់ត្រាម្ដងមួយតួអក្សរយ៉ាងលឿនពេលមេឃភ្លឺខ្ញុំបានបើកសៀវភៅកំណត់ហេតុនៅលើតុរួចអានឲ្យអ្នករាល់គ្នាស្ដាប់វិទ្យុផ្សាយដំណឹងអាសន្នលេខកូដ037ផ្សាយវិលជុំទី1អង្គឆ្លងមេរោគត្រូវបានបញ្ជាក់ថាអាចរីករាលដាលតាមរយៈខ្យល់អាកាសក្រោយពេលឆ្លងហើយមានរយៈពេលសំងំពី2ភពទៅ48ម៉ោងខុសគ្នារាល់សកម្មភាពនៅខាងក្រៅផ្ទះទាំងអស់ត្រូវតែពាក់ឧបករណ៍ការពារឲ្យបានត្រឹមត្រូវទី2អត្រាមានអង្គទីកការពារខ្លួនធម្មជាតិរបស់មនុស្សគឺមានប្រហែល30ចំណែកឯអ្នកដែលឆ្លងមេរោគរួចហើយគឺមិនអាចព្យាបាលឲ្យត្រឡប់មកជាធម្មតាវិញបានឡើយសូមបញ្ជាក់ម្ដងទៀតថាមិនអាចព្យាបាលបានឡើយទី3អង្គឆ្លងមេរោគនៅរក្សាបាននៅការចងចាំខ្លះកាលពីនៅរស់និងមានសមត្ថភាពដឹងកំរឹតទៀតពួកវាស្គាល់វិធីបន្លំខ្លួននិងមានសកម្មភាពប្រមាញ់ជាក្រុមដាច់ខាតកុំឆ្លើយតបទៅនឹងការស្រែកហៅឲ្យជួយក្នុងគ្រប់ទម្រង់ទាំងអស់ដាច់ខាតកុំបើកទ្វារបង្អួចនិងដាច់ខាតកុំឲ្យលេចឃ្លីពន្លឺភ្លើងឲ្យសោះមានអង្គទីក30មានន័យថាក្នុងចំណោមមនុស្ស10នាក់មានតែ3នាក់ប៉ុណ្ណោះដែលមិនឆ្លងជំងឺមិនថាមានអង្គទីកឬអត់ទេការការពារគឺមិនអាចខ្វះបានឡើយទៅថ្ងៃមុខបើចង់ចេញពីទីធ្លាផ្ទះត្រូវតែពាក់ម៉ាស់ឲ្យជាប់ពេលត្រឡប់មកវិញត្រូវប្រើទឹកថ្នាំសម្លាប់មេរោគជូតសម្អាតដំដងនៅមាត់ទ្វារពុកនិយាយបណ្ដាបញ្ជាបន្លំខ្លួនពួកវានឹងបន្លំខ្លួនបែបណាទៅខ្ញុំនឹកឃើញដល់សម្លេងនៅក្នុងឧបករណ៍តាក់ទងការពីថ្ងៃមុនដែលនិយាយថាដូម៉ែចិត្តមកអោបពួកឯងហើយពួកវាអាចរៀនសូត្រតាមសម្លេងមនុស្សធ្វើពុតជាអ្នកត្រូវការជំនួយដើម្បីបោកប្រាស់ឲ្យយើងបើកទ្វារអញ្ចឹងទៅថ្ងៃមុខមិនថាមានអ្នកណាគេមកគោះទ្វារក៏ដោយដាច់ខាតគឺមិនបើកឲ្យវាមិនមែនជារឿងគោះទ្វារធម្មតាឡើយវិទ្យុនិយាយច្បាស់ណាស់ថាដាច់ខាតកុំឆ្លើយតបទៅនឹងការស្រែកហៅឲ្យជួយក្នុងគ្រប់ទម្រង់ទាំងអស់ទោះបីជាស្ដាប់ទៅដូចជាមនុស្សពិតប្រាកដឬចង់រស់ខ្លាំងកម្រិតណាក៏ដោយក៏មិនត្រូវបើមានមនុស្សពិតប្រាកដមែននោះ
ថ្ងៃទី10ប្រព័ន្ធអគ្គិសនីរដ្ឋបានបាក់ឃ្លីទាំងស្រុងកាលពីប៉ុន្មានថ្ងៃមុនគឺមានរោគសញ្ញារួចទៅហើយចរន្តអគ្គិសនីរដ្ឋមានសភាពមិនស្ថិតស្ថេរភ្លើងលោតភ្លឺស្រអាប់នៅម៉ោង3រសៀលថ្ងៃនោះរាល់ព្រីភ្លើងទាំងអស់ត្រូវបានដាច់ភ្លើងព្រមគ្នានិងមិនដែលមកវិញឡើយម៉ាស៊ីនភ្លើងនិងប្រព័ន្ធសូឡាត្រូវទទួលរ៉ាប់រងការផ្គត់ផ្គង់អគ្គិសនីទាំងស្រុងពុកបានកិននីឡើងវិញនៅការប្រើប្រាស់ថាមពលដោយកំណត់ឲ្យបើកម៉ាស៊ីនភ្លើងត្រឹមតែ4ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះគឺម៉ោង6ដល់8ព្រឹកនិងម៉ោង6ដល់8យប់ចំណែកឯពេលក្រៅពីនោះគឺពឹងផ្អែកលើប្រព័ន្ធសូឡានិងអាគុយផ្ទុកភ្លើងទូទឹកកកត្រូវបានកែសម្រួលឲ្យដើរក្នុងកម្រិតវ៉ុលទាបបំផុតរបស់ណាដែលស្រស់ត្រូវញ៉ាំមុនញ៉ាំអស់ហើយទើបចាប់ដើមញ៉ាំសាច់កំប៉ុងទឹកក្តៅត្រូវសន្សំសំចៃក្នុងការប្រើប្រាស់បើចង់ដាំទឹកត្រូវប្រើអុសចំនួនចុះបើជួបថ្ងៃដែលមានភ្លៀងធ្លាក់ជាប់គ្នាគ្មានពន្លឺថ្ងៃនោះប្រេងឥន្ធនៈបំរុងទុកមានល្មមឲ្យម៉ាស៊ីនភ្លើងដើរបាន40ថ្ងៃក្រោយពីនោះមកគឺមានតែពឹងផ្អែកលើប្រព័ន្ធសូឡាដល់ពេលនោះត្រូវរក្សាទុកភ្លើងសម្រាប់តែប្រព័ន្ធតាក់ទងនិងភ្លើងសញ្ញាអាសន្នប៉ុណ្ណោះអញ្ចឹងហើយនៅល្ងាចថ្ងៃនោះអ៊ំចាំងបានទៅពុះអុសនៅក្នុងទីធ្លាផ្ទះពេញមួយល្ងាចដោយស្ងប់ស្ងៀមចំណែកឯខ្ញុំនិងពុកបានប្រើប្រាស់សំណាញ់ចាស់និងតង់ជ័រដើម្បីធ្វើជារបាំងបិទបាំងងាយនៅកន្លែងសង្កេតការណ៍ថ្ងៃទី12រដូវភ្លៀងបានមកដល់មុនកំណត់ភ្លៀងនៅក្នុងភ្នំចង់ធ្លាក់គឺធ្លាក់មកភ្លាមហើយធ្លាក់ខ្លាំងពេញមួយយប់នៅយប់នោះវេលាម៉ោង3ទៀបភ្លឺខ្ញុំកំពុងតែគេងពាក់កណ្ដាលភ្ញាក់ពាក់កណ្ដាលលក់នៅក្នុងបន្ទប់ក្រោមដីស្រាប់តែត្រូវដាស់ឲ្យភ្ញាក់ដោយសំឡេងជើងដើរយ៉ាងលឿនពុកបើកទ្វារបន្ទប់ក្រោមដីប្រញាប់ឡើងមកតាមពុកខ្ញុំដើរតាមគាត់កាត់តាមច្រកដើរដងងឹតស្លុបមកដល់កន្លែងសង្កេតការណ៍ជ្រុងខាងជើងជាងខាងលិចនៅទីដល់ម៉ោង11ត្រង់ចុងកាត់មាត់ព្រៃខ្ញុំបានកែសម្រួលមុំវ៉ែនតាឆ្លុះមើលពេលយប់ឃើញមានរូបភាពពណ៌បៃតងចាស់នៃដើមស្រល់ព្រៃដុះទៀបនិងអាប់ភ្លៀងខ្ញុំទុកដង្ហើមរួចហើយខ្ញុំក៏បានឃើញនៅចន្លោះដើមស្រល់ពីរដើមមានរូបរាងស្រមោលពណ៌ស្មួយវាមានទំហំតូចចម្ងាយយ៉ាងតិចក៏150ម៉ែត្រដែរឃើញទេកូនខ្ញុំពង្រីកកម្រិតឆ្លុះឲ្យធំបំផុតរូបភាពចាប់ផ្ដើមបែកក្របធំខ្ញុំខំប្រឹងពិនិត្យមើលរូបរាងរបស់វាឃើញវាជារូបរាងមនុស្សឈរថ្មឹងនៅក្នុងភ្លៀងមិនរំកិលខ្លួនតតែសោះទៅដាស់អ៊ំចាំងឡើងប៉ុន្មាននាទីក្រោយមកមនុស្ស3នាក់ពួកយើងប្រជ្រៀតគ្នានៅលើកន្លែងសង្កេតការណ៍ប៉ុន្តែមិនអាចមើលឃើញអ្វីច្បាស់ឡើយព្រោះកម្រិតមើលឃើញទាបពេកដោយសារភ្លៀងចាំបន្តិចទៀតមើលចាំពឹងពន្លឺមេឃដើម្បីមើលឲ្យច្បាស់ក្មួយចិនឯងសម្លឹងមើលឲ្យចំទីតាំងស្រមោលខ្មៅអំបាញ់មិញឲ្យជាប់ចាំបន្តិចទៀតពេលមានភ្លេចបន្ទោត្រូវមើលឲ្យច្បាស់លម្អិតខ្ញុំលើកវ៉ែនតាឆ្លុះម្ដងទៀតស្រមោលពណ៌ស្នោះនៅតែឈរនៅកន្លែងដដែលមិនមានការផ្លាស់ប្ដូរអ្វីឡើយភ្លាមនោះមេឃនៅចុងជើងភ្នំស្រាប់តែភ្លឺផ្លែតបន្តិចខ្ញុំដឹងភ្លាមថានេះជាសញ្ញានៃភ្លេចបន្ទោពន្លឺខ្លាំងពិតប្រាកដចិត្តមកដល់ហើយពន្លឺភ្លឺចិញ្ចាចដូចពេលថ្ងៃបានជិះពេញតំបន់ភ្នំភ្លាមរូបរាងមនុស្សស្រីម្នាក់ពាក់អាវអ្នកជំងឺត្រូវបានលេចចេញយ៉ាងច្បាស់នៅក្នុងកែវភ្នែកក្នុងខណៈពេលដែលពន្លឺភ្លេចបន្ទោជិះមកនោះនាងស្រាប់តែញើបក្បាលឡើងយ៉ាងខ្លាំងពន្លឺជះមកត្រឹមតែ2ទៅ3វិនាទីប៉ុណ្ណោះពិភពលោកទាំងមូលក៏ធ្លាក់ទៅក្នុងភាពងឹតម្ដងទៀតមើលច្បាស់ហើយជាអ្នកឆ្លងមេរោគរបស់នោះនៅក្នុងព្រៃរហូតមិនដឹងជាឈរនៅទីនោះតាំងពីពេលណាឡើយពេលយប់យាមកាមត្រូវប្រយ័ត្នប្រយែងបន្ថែមកុំឲ្យរបស់នោះដឹងខ្លួនឲ្យសោះមនុស្ស3នាក់ប្រជ្រៀតគ្នានៅលើកន្លែងសង្កេតការណ៍ប៉ុន្តែគ្មានអ្នកណាម្នាក់និយាយពីការចុះទៅខាងក្រោមឡើយព្រោះមានសំណួរមួយកំពុងតែដកជាប់ក្នុងចិត្តមនុស្សគ្រប់គ្នាតើរបស់នោះធ្លាប់មកទីនេះច្រើនលើកច្រើនសារហើយមែនទេថ្ងៃទី14ក្រោយថ្ងៃអវសានលោកផ្ទុះឡើងវិទ្យុចាប់បានរលកសញ្ញាខ្សោយមួយខ្ញុំទើបតែបង្វិលចំពោះភ្លាមសំឡេងកាំភ្លើងធំនិងសំឡេងស្រែកឆោឡោបានផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងវិទ្យុតំបន់ការពារទី3ត្រូវបានបាក់ឃ្លីហើយបញ្ជាក់ម្ដងទៀតតំបន់ការពារពុកសំឡេងក៏ប្រញាប់រត់ចុះមកខាងក្រោមវាជារលកសំប៊ីថៃដាច់ខាតគុំទៅរកតំបន់ការពារអីទីនោះឥឡូវខ្លាយជាទីសត្វឃាតទៅហើយគុំជួបជុំគ្នាត្រូវការពារខ្លួននៅនឹងកន្លែងដាច់ខាតគុំជួបជុំគ្នាលើពី30នាក់ឲ្យសោះពួកវានឹងតាមរយៈសញ្ញាត្រូវបានដាច់បាត់ភ្លាមនៅក្នុងប៉ុស្តិ៍សល់តែសំឡេងរំខានខ្ញុំព្យាយាមរៀបរកប៉ុស្តិ៍នោះម្ដងទៀតអស់រយៈពេលយូរប៉ុន្តែមិនអាចរកឃើញឡើយពុកមិននិយាយអ្វីអស់រយៈពេលយ៉ាងយូរកន្លែងសុវត្ថិភាពបាត់បង់អស់ហើយកងទ័ពក៏ដកថយដែរពុកដឹងហើយឡើងទៅខាងលើទៅប្រាប់ម៉ែឯងនិងអ៊ំចាំងចុះម៉ែនិងអ៊ំចាំងកំពុងតែរៀបចំដីដាំបន្លែនៅក្នុងទីធ្លាផ្ទះស្ពៃក្តោបដែលដាំកាលពីសប្តាហ៍មុនចាប់ផ្ដើមលេចចេញពន្លកបន្តិចហើយខ្ញុំបានរៀបរាប់ព័ត៌មានពីវិទ្យុអំបញ្ញមិញប្រាប់ពួកគាត់គ្រប់ម៉ាត់ទាំងអស់អញ្ចឹងពួកយើងខ្លាចជាកងទ័ពឯកោហើយមែនទេកងទ័ពក៏ដកថយអស់ទៀតពួកយើងនៅក្នុងច្រកភ្នំនេះតើកំពុងតែរងចាំអ្វីទៅរងចាំដើម្បីរស់រានមានជីវិតបានហើយទៅញ៉ាំបាយសិនទៅម្ហូបពេលថ្ងៃត្រង់គឺបាយជាមួយបន្លែប្រៃសាច់កំប៉ុងមិនទាន់ប៉ះពាល់ឡើយម៉ែនិយាយថាត្រូវរក្សាទុកវាសិនពេលញ៉ាំបាយគ្មានអ្នកណានិយាយអ្វីឡើយក្រោយពេលបាយរួចខ្ញុំឡើងទៅពិនិត្យមើលនៅលើកន្លែងសង្កេតការណ៍តាមធម្មតាវ៉ែនតាឆ្លុះមើលទីតាំងដែលមនុស្សស្រីពាក់អាវអ្នកជំងឺធ្លាប់ឈរឃើញមានសភាពទេស្អាតប៉ុន្តែនៅលើដើមឈើហាក់ដូចជាមានស្នាមក្រញើញញ៉ៃបន្ថែមពី3កន្លែងម៉ោងប្រហែល2រសៀលអ៊ំចាំងរត់មកពីទីដែលមាត់ទ្វាររបស់ផ្ទះខ្ញុំលោតចុះពីលើកន្លែងសង្កេតការណ៍រួចទីញូភ្លាមពុករត់ចេញពីក្នុងផ្ទះដោយមានកាន់កាំបិតព្រៃនៅក្នុងដៃមនុស្ស3នាក់ដើរគៀកជញ្ជាំងរបងមកដល់ផ្នែកខាងក្នុងទ្វារធំលួចមើលតាមប្រហោងទ្វារទៅខាងក្រៅអ្នករាល់គ្នាកុំតានតឹងអីខ្ញុំឈ្មោះជូវជាអ្នកមើលការខុសត្រូវព្រៃឈើភ្នំម្ដុំនេះខ្ញុំដើរល្បាតអស់រយៈពេល20ឆ្នាំហើយពួកឯងរើចូលមកដេកកផ្ទះតាំងពីពេលណាគឺខ្ញុំដឹងទាំងអស់ខ្ញុំមិនមែនមកសុំរបស់របរអីទេគឺមកជួយផ្ញើដំណឹងនៅក្នុងនេះមានបញ្ជីសម្ភារៈស្បៀងអាហាររបស់គ្រួសារដែលនៅរស់រានមានជីវិតជុំវិញភ្នំនេះអ្នកណាមានរបស់សល់អ្នកណាខ្វះរបស់អីគឺមាននៅក្នុងនេះទាំងអស់នៅក្នុងភ្នំម្ដុំនេះមានគ្រួសារចំនួន7គ្រួសារដែលនៅរស់រានមានជីវិតនិងកំពុងតែខំប្រឹងតស៊ូដូចគ្នាបញ្ជីនេះខ្ញុំដាក់ចុះហើយនៅក្នុងនោះមានសរសេរច្បាប់ទម្លាប់បើចង់ដោះដូរទំនិញគ្នាថ្ងៃស្អែកសូមដាក់ដបទឹកទេមួយនៅទីនេះចុះមួយវិញទៀតនៅខាងព្រៃជ្រុងខាងជើងជាងខាងលិចរបស់ពួកឯងមានលេចចេញស្នាមជើងជាច្រើនមើលទៅប្រហែលជាមានរបស់អីគឺតាមសម្លឹងមើលលើពួកឯងហើយពេលខ្ញុំដើរល្បាតភ្នំខ្ញុំនឹងជួយមើលការខុសត្រូវសកម្មភាពនៅម្ដុំនេះឲ្យបន្ថែមនិយាយរួចគាត់ក៏ងាកខ្លួនដើរចូលទៅក្នុងព្រៃរួចបាត់ស្រមោលទៅពុករងចាំអស់រយៈពេល10នាទីពេញទើបអនុញ្ញាតឲ្យអ៊ំចាំងបើកប្រហោងទ្វារដើម្បីយកកញ្ចប់សម្បត្តិនោះចូលមកនៅក្នុងនោះមានក្រដាសមួយសន្លឹកបិទជា2សរសេរអក្សរយ៉ាងមានរបៀបរៀបរយបង្ហាញពីលេខកូដគ្រួសារទាំង7ព្រមទាំងសម្ភារៈដែលសល់និងរបស់ដែលពួកគេខ្វះខាតលេខ1សល់អង្ករ50គីឡូខ្វះថ្នាំសង្កូវលេខ2សល់ស៊ុតមាន់ខ្វះស្បៀងអាហារចម្បងលេខ3សល់ប្រេងម៉ាស៊ូត50លីត្រខ្វះអំបិល
ឲ្យតែពួកយើងចូលរួមក្នុងការដោះដូរទំនិញដំណឹងដែលពួកយើងមានស្បៀងអាហារបំរុងទុកនឹងត្រូវរីករាលដាលភ្លាមគ្រួសារមួយភ្ជាប់ទៅសាច់ញាតិមិនយូរប៉ុន្មានមនុស្សពេញមួយភ្នំនឹងដឹងទាំងអស់ដល់ពេលនោះមិនបាច់ចាំពួកឆ្លងមេរោគមកឡើយគឺមនុស្សរស់នឹងហើយដែលមកប្លន់ពួកយើងគឺអ្នកចិត្តខាងដែលថ្ងៃនេះដូរទឹកដោះគោសុទ្ធមន់ជាមួយឯងថ្ងៃស្អែកពេលគេដាច់បាយខ្លាំងគេនឹងយកកាំបិតមកដាក់កែងមិនខានខ្ញុំនិយាយវែកញែកអ្វីដែលឯងនិយាយគឺមានហេតុផលប៉ុន្តែវាមិនត្រឹមត្រូវទាំងស្រុងឡើយវិជុនិយាយថាមិនឲ្យជួបជុំគ្នាលើសពី30នាក់គឺចង់ឲ្យមនុស្សគ្រប់គ្នាខ្ចាត់ខ្ចាយគ្នាដើម្បីស៊ូមិនជុំគ្នាទើបជាផ្លូវរស់ដែលមានសុវត្ថិភាពឯងដឹងទេថានិរុទ្ធវិទូ Anthropologist កំណត់ចំណុចចាប់ផ្ដើមនៃអរិយធម៌មនុស្សជាតិដោយរបៀបណាគឺតាមរយៈឆ្អឹងផ្លូវមួយកង់ធ្លាប់មានការរកឃើញតាមបុរាណវិទ្យានៅឆ្អឹងផ្លូវមនុស្សម្នាក់កាលពី 15000 ឆ្នាំមុនដែលវាធ្លាប់បាក់រួចហើយបានជាសេះស្បើយឡើងវិញនៅក្នុងសង្គមបុព្វកាលបើឆ្អឹងផ្លូវមនុស្សម្នាក់បាក់មានន័យថាគេមិនអាចដើរបានមិនអាចប្រមាញ់សត្វបាននិងមិនអាចរត់គេចខ្លួនបានគឺច្បាស់ជាស្លាប់មិនខានប៉ុន្តែឆ្អឹងមួយកង់នោះបែរជាសេះស្បើយឡើងវិញវាបានបង្ហាញថាមានមនុស្សម្នាក់ទៀតបានសែងគេត្រឡប់មកក្នុងរូងភ្នំវិញជួយផ្ដល់ទឹកផ្ដល់អាហារជួយដេញសត្វសាហាវនិងមើលថែទាំគេយ៉ាងតិចក៏5 សប្តាហ៍ដែររហូតដល់គេអាចក្រោកឈរឡើងវិញបានឆ្អឹងផ្លូវដែលជាសេះស្បើយមួយកង់នោះបានបង្ហាញថាមនុស្សម្នាក់មានចិត្តស្ម័គ្រចិត្តលះបង់ដើម្បីជួយសង្គ្រោះមនុស្សម្នាក់ទៀតដែលមិនអាចផ្ដល់ផលប្រយោជន៍អ្វីមកឲ្យខ្លួនវិញបានឡើយពួកយើងចូលរួមក្នុងការដោះដូរគឺអាចជួយទប់លំនឹងគ្រួសារទាំង7នេះឲ្យពួកគេមានសង្ឃឹមពួកគេហើយគឺជាខ្សែការពារមនុស្សរស់ជួរដំបូងបង្អស់នៅខាងក្រៅរបងរបស់ពួកយើងបើនៅក្នុងភ្នំនេះគ្មានមនុស្សរស់នៅឡើយទេពឹងផ្អែកតែពួកយើង4នាក់តើមានសម្ភារៈអីទៅទប់ទល់នឹងពួកសត្វសាហាវទាំងនោះទៅពុកនិយាយវែកញែកយ៉ាងវែងអន្លាយលោកបងចៅហ្វាយចិនអញ្ចឹងមានន័យថាអញព្រមយកព្រមដូរមែនទេអ៊ំចាំងសួរយកព្រមដោយមានលក្ខខណ្ឌឲ្យក្មួយចិនជាអ្នកកំណត់ច្បាប់ទម្លាប់ធ្វើបែបណាដែលអាចកាត់បន្ថយហានិភ័យឲ្យនៅទីបំផុតគឺធ្វើបែបនោះចុះពុកតុកទីតាំងដោះដូរទំនិញមិនកំណត់នៅក្នុងទីធ្លាផ្ទះរបស់ពួកយើងឡើយគឺជ្រើសរើសទីតាំងកណ្ដាលណាមួយដាក់របស់របរចុះរួចដើរចេញភ្លាមមិនជួបមុខគ្នាឯបញ្ជីសម្ភារៈគឺសរសេរតែរបស់ដែលលើបន្តិចបន្តួចប៉ុណ្ណោះមិនបង្ហាញពីចំនួនស្បៀងអាហារបំរុងទុកពិតប្រាកដឲ្យខាងក្រៅដឹងឡើយការដោះដូររាល់លើកត្រូវកំណត់ចំនួនធ្វើច្រើនលើកតែក្នុងបរិមាណតិចតួចមិនឲ្យគ្រួសារណាមួយមើលដឹងពីទំហំសម្ភារៈពិតប្រាកដរបស់ពួកយើងឡើយហើយចុងក្រោយបង្អស់ពួកយើងត្រូវស្វែងយល់ពីប្រវត្តិរូបពិតប្រាកដរបស់អ៊ំចៅគាត់នៅក្នុងភ្នំនេះ20ឆ្នាំគាត់យល់ដឹងពីភូមិសាស្ត្រច្បាស់ជាងពួកយើងម្នាក់នេះអាចធ្វើជាគឺសម្ព័ន្ធមិត្តបានប៉ុន្តែត្រូវប្រាកដថាគាត់ជាមនុស្សដែលអាចទប់ចិត្តបាននៅថ្ងៃនោះខ្ញុំបានសរសេរច្បាប់ទម្លាប់ការដោះដូរទំនិញចំនួន3ទំព័រពេញថ្ងៃបន្ទាប់ពេលរសៀលខ្ញុំបានញ៉ាត់ក្រដាសមួយសន្លឹកទៅក្នុងដបទឹកបរិសុទ្ធទេដែលនៅក្នុងនោះសរសេរថាសូមដូរអង្ករបរិមាណខ្លះនិងអំបិលដើម្បីយកថ្នាំបំបត្តិការរលាកនិងនំស្ងួតពេលល្ងាចអ៊ំចៅម្ដងទៀតពួកយើងក៏បានសម្រេចការដោះដូរទំនិញដែលស៊ូគឺដូរយករបស់ដែលម្នាក់ត្រូវការជាលើកដំបូងសម្ភារៈគ្រប់យ៉ាងត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវការដោះដូរលើកនេះក៏បានបង្ហាញថាអ៊ំចៅពិតជាអ្នកកណ្ដាលដែលអាចទប់ចិត្តបានមែនយប់នោះខ្ញុំឈរនៅលើកង់លែងសង្កេតការក្រឡេកមើលទៅពេញមួយភ្នំតាមព័ត៌មានរបស់អ៊ំចៅគឺនៅមានចម្រុះសុវត្ថិភាពជាច្រើនទៀតដែលកំពុងតែឈរជើងទៅស៊ូនៅទីនេះទោះបីជានៅជុំវិញខ្លួនមានសភាពងឹតស្លុបក៏ដោយប៉ុន្តែខ្ញុំដឹងច្បាស់ថាពេលនេះពួកយើងមិនមែនកំពុងតែស៊ូតែម្នាក់ឯងឡើយសប្តាហ៍ទី2ក្រោយថ្ងៃអវសានលោកផ្ទុះឡើងពួកយើងបានបង្កើតបណ្ដាញពាណិជ្ជកម្មដោះដូរទំនិញញីនៅក្នុងតំបន់ភ្នំបន្ទាប់ពីនោះមកអ៊ំចៅរក្សាភពញឹកញាប់នៃការមកម្ដងក្នុងរយៈពេល3ថ្ងៃដើម្បីផ្ដល់សេវាកម្មដោះដូរនិងដឹកជញ្ជូនទំនិញឲ្យពួកយើងយ៉ាងមានលំនឹងចាប់ពីការដោះដូរលើកទី2មកខ្ញុំបានសុំប៉ុស្តិ៍ឧបករណ៍តាក់ទងរបស់គ្រួសារនីមួយពីគាត់អ៊ំចៅប្រាប់ខ្ញុំថានៅលើចំណុចខ្ពស់នៃតំបន់ភ្នំមានចម្រុះសុវត្ថិភាពមួយដែលកាលពីមុនថ្ងៃអវសានលោកពួកគេធ្វើការក្នុងវិស័យទូគមនាគមន៍គ្រួសារនោះបានដំឡើងឧបករណ៍បញ្ជូនសញ្ញាបន្ត repeater មួយនៅលើដំបូលផ្ទះរបស់ពួកគេដែលវាអាចពង្រីកសញ្ញាបានក្នុងកម្ម5គីឡូម៉ែត្រធម្មតាសញ្ញាឧបករណ៍តាក់ទងស៊ីវិលនៅក្នុងតំបន់ភ្នំគឺខ្សោយខ្លាំងណាស់ប៉ុន្តែដោយមានឧបករណ៍បញ្ជូនសញ្ញាបន្តនេះជួយគឺមិនខុសពីការបង្កើតgroup chat ឡើយខ្ញុំចំណាយពេលមួយរសៀលពេញដើម្បីកែសម្រួលប៉ុស្តិ៍សញ្ញាក្នុងខណៈពេលដែលប៉ុស្តិ៍ត្រូវបានភ្ជាប់ជោគជ័យស្រាប់តែមានសំឡេងមនុស្សលេចចេញមកក្នុងរលកសញ្ញាលេខ5មួយហើយអ្នកណាមានថ្នាំបញ្ចុះកម្ដៅទេកូនខ្ញុំក្តៅខ្លួនខ្លាំងណាស់ខ្ញុំសូមយកសាច់កំប៉ុង2កេសបូករួមនឹងប្រេងម៉ាស៊ូត10លីត្រដើម្បីដូរលេខ3ទទួលប្រេងម៉ាស៊ូតឯងរក្សាទុកខ្លួនឯងចុះយកសាច់កំប៉ុងមកដូរយកថ្នាំកន្លះប្រអប់ថ្ងៃស្អែកឲ្យអ៊ំចៅដឹកទៅទីនេះគឺលេខ4ខ្ញុំគ្មានថ្នាំទេប៉ុន្តែខ្ញុំអាចដោះដូរទឹកឃ្មុំកន្លះក្រឡឲ្យឯងដោយមិនគិតថ្លៃយកទៅលីទឹកក្តៅបន្ថយកូនផឹកទៅបងប្អូនទាំងអស់គ្នាត្រូវតែខំប្រឹងតស៊ូណាចាប់ពីថ្ងៃនោះមកប៉ុស្តិ៍តាក់ទងបានក្លាយជាមជ្ឈមណ្ឌលដោះដូរទំនិញនិងជាកន្លែងប្រមូលផ្ដុំព័ត៌មាននៃតំបន់ភ្នំទាំងមូលអ៊ំចៅធ្វើជាអ្នកដឹកជញ្ជូនតែម្នាក់គត់ទទួលបន្ទុកដឹកជញ្ជូនសម្ភារៈដែលភាគីទាំងសងខាងត្រូវការឲ្យបានទាន់ពេលវេលាមកហើយចិត្តទៅដល់ហើយអ៊ំចៅមុនថ្ងៃអវសានលោកគាត់គឺជាអ្នកល្បាតភ្នំដែលមានបទពិសោធន៍រាប់សិបឆ្នាំគាត់យល់ដឹងពីផ្លូវតូចនៅក្នុងភ្នំច្បាស់លាស់ខ្លាំងណាស់តាមរយៈការខិតខំប្រឹងប្រែងរបស់អ៊ំចៅក្នុងរយៈពេលកន្លងមកនេះជំរកសុវត្ថិភាពដែលចូលរួមក្នុងបណ្ដាញពាណិជ្ជកម្មដោះដូរកាន់តែមានចំនួនច្រើនឡើងមុខទំនិញក៏កាន់តែមានភាពសម្បូរបែបគ្រួសារលេខ9ដែលទើបតែចូលរួមថ្មីបានណែនាំខ្លួនថាពួកគេជាកសិដ្ឋានចិញ្ចឹមសត្វអាចផ្ដល់សាច់ព្រាបនិងសាច់ទន្សាយក្នុងបរិមាណកំណត់មួយសម្រាប់សហគមន៍ទាំងមូលដែលវាបានជួយកាត់បន្ថយការខ្វះខាតសាច់បានមួយកម្រិតធំឈានចូលដល់សប្តាហ៍ទី3តំបន់ភ្នំបានជួបប្រទះនឹងរដូវរន្ទះបាញ់និងភ្លៀងធ្លាក់យ៉ាងវែងអន្លាយខ្ញុំកំពុងតែរៀបចំបញ្ជីសម្ភារៈនៅក្នុងបន្ទប់ក្រោមដីស្រាប់តែសំឡេងរន្ទះបាញ់យ៉ាងខ្លាំងនៅខាងក្រៅជើងឆ្វេងខ្ញុំលែងមានកម្លាំងហើយដើរមិនរួចទេខ្ញុំនឹងពុកជួយគ្នាគ្រាអ៊ំចាងចូលមកក្នុងផ្ទះពុកបានពិនិត្យមើលបន្តិចឃើញថាមានអាការៈក្រិចឆ្លោះផ្លូវយ៉ាងធ្ងន់ធ្ងរប៉ុន្តែសំណាងល្អដែលមិនមានបាក់ឆ្អឹងច្បាស់លាស់ឡើយទោះជាយ៉ាងណាក៏ដោយអ៊ំចាងនៅតែមានអាការៈញ័រត្រើតពេញមួយខ្លួនយប់នោះកម្ដៅខ្លួនគាត់ឡើងជិត40អង្សាសេព្រមទាំងនិយាយរវើវីពេញមួយយប់មើលទៅមិនមែនត្រឹមតែរបួសដោយសារដួលឡើយគឺប្រហែលជាបានឃើញរបស់មិនល្អអ្វីមួយហើយព្រឹកថ្ងៃបន្ទាប់អ៊ំចាងចាប់ផ្ដើមដឹងខ្លួនបន្តិចវិញយប់មិញខ្ញុំឈរនៅលើកន្លែងសង្កេតការស្រាប់តែឃើញមានស្រមោលមនុស្សជាច្រើនកំពុងតែមានចលនានៅខាងក្រៅដែលឲ្យខ្ញុំស្មានតែភ្នែកខ្ញុំច្រឡំបន្ទាប់មកខ្ញុំឃើញនៅក្នុងព្រៃមានស្រមោលមនុស្សយ៉ាងតិចក៏10ជាងដែរពួកវាឈរថ្មឹងម្នាក់ដូចជាបង្គោលឈើមិនរំកើខ្លួនតតែសោះដោយសារវាឆ្ងាយពេកខ្ញុំមើលមិនសូវច្បាស់ឡើយប៉ុន្តែខ្ញុំមានអារម្មណ៍ថាពួកវាកំពុងតែដើរពិនិត្យមើលភូមិសាស្ត្រ
ល្ងាចថ្ងៃនោះខ្ញុំប្រញាប់តាក់ទងទៅអ៊ំជើតាមប៉ុស្តិ៍តាក់ទងជាបន្ទាន់ដើម្បីដោះដូរយកថ្នាំលាបបំបត្តិការឈឺចាប់និងថ្នាំបញ្ចុះកម្ដៅមួយកំភ្លេអ៊ំជើបានហៅកាត់ភ្លៀងធំដឹកមកឲ្យខ្លួនប្រាណរបស់គាត់ទឹកជោគឈរនៅខាងក្រៅទ្វាររបស់ផ្ទះលោកបងចាងមិនអីទេហឹងឆ្លោះជើងនឹងក្តៅខ្លួនបន្តិចប៉ុន្តែមនុស្សដឹងខ្លួនធម្មតាទេអ៊ំជើតាមផ្លូវមកនេះមានជួបប្រទះរឿងមិនប្រក្រតីអីទេតាមផ្លូវមកនេះខ្ញុំឃើញមានស្នាមជើងសម្ប៊ីដើរកាត់នៅក្នុងព្រៃប៉ុន្តែស្នាមជើងនោះដែលជាប់ខ្ញុំស្មានថាស្នាមជើងជាច្រើនប្រហែលជាត្រូវភ្លៀងធំលុបបាត់អស់ខ្លះហើយមិនអាចដឹងច្បាស់ពួកវាមានចំនួនប៉ុន្មានឡើយសរុបមកពួកឯងត្រូវតែបង្កើនការការពារខ្លួនឲ្យមែនទេបាទអ៊ំឯងធ្វើដំណើរតាមផ្លូវក៏ត្រូវប្រយ័ត្នប្រយែងសុវត្ថិភាពដែរកុំបារម្ភអីក្មួយចិនអ៊ំឯងនេះចំហររឹងមាំខ្លាំងណាស់ទោះបីជាជួបប្រទះពិតប្រាកដក៏អាចរត់រួចដែរបន្ទាប់មកភ្លៀងធំដែលធ្លាក់ជាប់គ្នាក្នុងរយៈពេលកន្លះខែបានធ្វើឲ្យផ្ទាំងសូឡាក្លាយជារបស់តាំងលម្អទាំងស្រុងម៉ាស៊ីនភ្លើងរបស់ចម្រុះសុវត្ថិភាពនីមួយត្រូវដើរលើសកម្លាំងរាល់ថ្ងៃទឹកប្រាក់ប្រេងម៉ាស៊ូតបំរុងទុករបស់មនុស្សគ្រប់គ្នាស្រកចុះក្នុងល្បឿនដែលអាចមើលឃើញនឹងភ្នែកក្មួយចិនទៅថ្ងៃមុខពួកយើងត្រូវកែសម្រួលយុទ្ធសាស្ត្រដោះដូរទំនិញក្រៅពីប្រេងម៉ាស៊ូតសម្ភារៈផ្សេងទៀតពួកយើងដាច់ខាតមិនដូរឡើយពុកនាំខ្ញុំទៅត្រួតពិនិត្យសម្ភារៈបំរុងទុកនៅក្នុងឃ្លាំងម្ដងទៀតរួចផ្ដាំផ្ញើខ្ញុំថាក្នុងស្ថានភាពបច្ចុប្បន្នរបស់ដូចជាថ្នាំសង្កូវម៉ាស៊ីនភ្លើងនិងឧបករណ៍ប្រើប្រាស់របស់ទាំងនេះជាទំនិញរឹងសម្រាប់ការពារជីវិតបើខូចមួយគ្រឿងគឺខ្វះមួយគ្រឿងគ្មានកន្លែងណាអាចរកបានទៀតឡើយពួកយើងត្រូវតែសន្សំសំចៃក្នុងការប្រើប្រាស់ថ្ងៃដ៏តានតឹងបានបន្តរហូតដល់ថ្ងៃចុងក្រោយនៃសប្តាហ៍ទី3នៅក្នុងប៉ុស្តិ៍តាក់ទងស្រាប់តែលេចចេញសម្លេងរបស់អ៊ំចៅសូមជូនដំណឹងដល់បងប្អូនទាំងអស់គ្នារឿងមួយចម្រុះសុវត្ថិភាពលេខ4មានរឿងកើតឡើងហើយថ្ងៃនេះខ្ញុំយកថ្នាំទៅឲ្យពួកគេទៅដល់ទើបឃើញទ្វាររបងផ្ទះបើកចំហចោលនៅក្នុងផ្ទះគ្មានមនុស្សម្នាក់ឡើយមិនថាជាមនុស្សរស់ឬសាកសពគឺរកមិនឃើញទាំងអស់រឿងដែលចម្លែកបំផុតនោះគឺសោទ្វារនិងលូបន្លាទាំងអស់មានសភាពល្អប្រក្រតីហាក់ដូចជាគ្រួសារនេះបានបាត់ខ្លួនពីពិភពលោកដោយគ្មានបន្សល់ទុកស្នាមអញ្ចឹងសោទ្វារល្អប្រក្រតីទ្វារធំបើកចំចាប់ពីថ្ងៃនេះទៅមិនថានៅខាងក្រៅសំឡេងអ្វីក៏ដោយដាច់ខាតគឺមិនអនុញ្ញាតឲ្យបើកទ្វារឡើយដាច់ខាតមិនបើកទ្វារបញ្ជាក់ម្ដងទៀតមិនថាសំឡេងអ្វីក៏ដោយដាច់ខាតមិនត្រូវបើកទ្វារឲ្យសោះសប្តាហ៍ទី5ក្រោយថ្ងៃអវសានលោកទុះឡើងតំបន់ភ្នំនេះនៅតែត្រូវបានគ្រប់ដណ្ដប់ដោយភ្លៀងធំយ៉ាងវែងអន្លាយស្រមោលនៃការបាត់ខ្លួនរបស់គ្រួសារលេខ4បានគ្រប់ដណ្ដប់លើអារម្មណ៍របស់មនុស្សគ្រប់គ្នាជារាល់ថ្ងៃតែងតែមានអ្នករាយការណ៍ថាបានឮសំឡេងចម្លែកនៅក្បែរចម្រុះសុវត្ថិភាពរបស់ខ្លួននៅខាងក្រៅរបងផ្ទះខ្ញុំមានរបស់អីម្យ៉ាងកំពុងតែបុកទង្គិចនិងលូបន្លាសំឡេងបន្លឺឡើងធ្ងន់ខ្លាំងណាស់ការរស់នៅដោយក្តីបារម្ភភ័យខ្លាចបែបនេះបានបន្តអស់រយៈពេលមួយសប្តាហ៍ពេញរហូតដល់ថ្ងៃចុងក្រោយនៃសប្តាហ៍ទី5ភ្លៀងធំដែលធ្លាក់ជាប់គ្នាក្នុងរយៈពេលកន្លះខែជាងទីបំផុតក៏បានរលត់ទៅគ្រួសារលេខ1នៅក្នុងភ្នំបាននិយាយនៅក្នុងប៉ុស្តិ៍តាក់ទងថាពួកគេត្រៀមខ្លួនឆ្លៀតឱកាសពេលភ្លៀងរលត់នេះបង្ហោះដ្រូនហោះហើរមួយជុំតំបន់ភ្នំដើម្បីពិនិត្យមើលស្ថានភាពខាងក្រៅនៅក្នុងប៉ុស្តិ៍តាក់ទងស្រាប់តែមានសភាពស្ងាត់ជ្រុងភ្លាមមនុស្សគ្រប់គ្នាកំពុងតែទប់ដង្ហើមរង់ចាំប្រហែលជាកន្លះម៉ោងក្រោយមកសំឡេងរបស់គ្រួសារលេខ1ក៏បានបន្លឺឡើងម្ដងទៀតដ្រូនបានហោះទៅចម្ងាយពី3គីឡូម៉ែត្រមិនថាជាផ្លូវភ្នំឬផ្លូវធំទេគឺមានសភាពទេស្អាតមិនបានរកឃើញស្លាកស្នាមរបស់ពួកឆ្លងមេរោគឡើយដំណឹងនេះបានរីករាលដាលនៅក្នុងប៉ុស្តិ៍តាក់ទងលេខចេញសំឡេងធូរទ្រូងដាច់ពីគ្នាមានអ្នកខ្លះនិយាយថាប្រហែលជាពួកយើងគ្រាន់តែភ័យខ្លាចខ្លួនឯងប៉ុណ្ណោះពួកឆ្លងមេរោគដែលនិយាយនោះប្រហែលជាមិនដែលមកទីនេះឡើយចំណែកឯចម្រុះសុវត្ថិភាពមួយចំនួនតូចដែលធ្លាប់អះអាងថាបានឃើញពួកឆ្លងមេរោគពេលនេះក៏លែងមាត់លែងក្ដែរខ្ញុំយល់ថាពួកយើងមិនត្រូវមានទស្សនវិស័យវិជ្ជមានពេកឡើយពួកឆ្លងមេរោគច្បាស់ជានៅកន្លែងណាមួយនៅក្នុងតំបន់ភ្នំនេះគ្រាន់តែពួកវាលាក់ខ្លួននៅទីតាំងណាមួយប៉ុណ្ណោះភ្លៀងធំខ្លាំងកម្រិតនេះគឺសំស្របបំផុតសម្រាប់ធ្វើជារបាំងបិទបាំងសកម្មភាពរបស់ពួកវាខ្ញុំនិយាយទៅក្នុងប៉ុស្តិ៍តាក់ទងខ្ញុំយល់ស្របនឹងមតិរបស់មិត្តម្នាក់នេះខ្ញុំសូមណែនាំខ្លួនបន្តិចខ្ញុំដើរឡើយជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវមេរោគ Virus Research Institute ផ្អែកលើការសង្កេតការណ៍ក្នុងរយៈពេលកន្លងមកនេះពួកឆ្លងមេរោគនៅខាងក្រៅបានវិវត្តទៅជាមានការដឹងខ្លួនជាក្រុមជាបឋមហើយពួកវានឹងធ្វើការតាក់ទងគ្នា content តាមរយៈសារធាតុគីមី pheromone ដែលបញ្ចេញមកពីផ្ទៃស្បែកដូចជាសត្វស្រមោចអញ្ចឹងកាលពីមុនមានអ្នកឃើញពួកឆ្លងមេរោគឈរថ្មឹងនៅក្នុងព្រៃអស់រយៈពេលយ៉ាងយូរខ្ញុំយល់ថានោះមិនមែនជាការឈរថ្មឹងអត់ប្រយោជន៍ឡើយគឺពួកវាកំពុងតែបន្សល់ទុកនៅសញ្ញាសារធាតុគីមីនៅក្នុងតំបន់ខ្ញុំស្រាប់តែនឹកឃើញដល់ការរកឃើញរបស់អ៊ំចាងកាលពីយប់មុនភ្លាមពេលនោះពួកឆ្លងមេរោគនៅក្នុងព្រៃហាក់ដូចជាមានលក្ខណៈស្របគ្នានឹងការបន្សល់ទុកសញ្ញាសារធាតុគីមីពិតប្រាកដមែនមនុស្សស្លាប់ទៅហើយមានការដឹងខ្លួនជាក្រុមអីពីណាដ្រូនហោះហើរក៏ថត់មិនជាប់ស្រមោលខ្មោចមួយផងអញកុំមកនិយាយបំភ័យបំបែកបំបាក់សហគមន៍អីត្រូវហើយនេះជាអ្វីដែលខ្ញុំផ្អែកលើទិន្នន័យពិសោធន៍និងការសង្កេតការពិតប្រាកដបើអ្នករាល់គ្នាមិនជឿខ្ញុំក៏គ្មានកាត់ប្រកិច្ចត្រូវពន្យល់បន្ថែមដែរហើយលេខ9តាមន័យដែលឯងនិយាយអំបញ្ញមិញមានន័យថាពួកឆ្លងមេរោគនៅខាងក្រៅតាមពិតកំពុងតែដើរពិនិត្យមើលស្ថានភាពម្ដងមួយរងចាំឱកាសល្អទើបចាប់ផ្ដើមវាយប្រហារជាក្រុមធំមែនទេមិនអាចដកចេញនៅលទ្ធភាពមួយនេះឡើយហើយផ្អែកលើការសង្កេតរបស់ខ្ញុំការដើរពិនិត្យមើលរបស់ពួកវាជិតឈានចូលដល់ទីបញ្ចប់ហើយតើពួកយើងមានវិធីសាស្ត្រដោះស្រាយទេជំរកសុវត្ថិភាពតែមួយគត់គឺពិបាកនឹងទប់ទល់នឹងរលកសំប៊ីខ្នាតធំខ្លាំងណាស់ប៉ុន្តែខ្ញុំធ្លាប់ធ្វើតេស្តសាកល្បងពួកវានឹងមានប្រតិកម្មអាសន្នដោយសភាពគិតទៅនឹងពន្លឺខ្លាំងនិងសំឡេងរំខានខ្លាំងដែលលេចចេញមកភ្លាមនេះមានន័យថាប្រសិនបើមនុស្សគ្រប់គ្នាមានសាមគ្គីភាពរួមគ្នាពួកយើងប្រហែលជាអាចមានឱកាសទល់នឹងរលកសំប៊ីបានតាមន័យដែលឯងនិយាយនេះមិនមែនចង់ឲ្យពួកយើងធ្វើជាអ្នកបង្ហាញខ្លួនឯងមុនទេហឹងនេះជាវិធីសាស្ត្រដែលឯងនិយាយមែនទេនិយាយមិនដឹងរឿងអីតតែសោះខ្ញុំនឹងពុកសម្លឹងមកគ្នាពួកយើងទាំងពីរនាក់មើលឃើញនៅភាពតានតឹងនៅក្នុងកែវភ្នែករបស់គ្នាទៅវិញទៅមកការដោះដូរទំនិញគឺជារឿងងាយស្រួលនិយាយប៉ុន្តែនៅក្នុងកាលៈទេសៈគ្រោះថ្នាក់តើមនុស្សគ្រប់គ្នាពិតជាអាចមិនគិតពីសុវត្ថិភាពផ្ទាល់ខ្លួនដើម្បីទៅបើកឧបករណ៍រំខាននិងបង្ហាញខ្លួនឯងពិតប្រាកដមែនទេក្នុងខណៈពេលនោះសំឡេងរបស់អ៊ំចៅក៏បានចូលមកក្នុងប៉ុស្តិ៍តាក់ទងខ្ញុំដើរល្បាតភ្នំអស់រយៈពេលច្រើនឆ្នាំនេះធ្លាប់សង្កេតមើលស្រមោចខុសគ្នាជាច្រើនប្រភេទអ្វីដែលហៅថាការដឹងខ្លួនជាក្រុមរបស់ពួកវាគឺមានមេស្រមោចមួយធ្វើជាខួរក្បាលរបស់ក្រុមទាំងមូលនេះតើមានន័យថាក្នុងចំណោមពួកឆ្លងមេរោគក៏មានអត្តភាពមួយដែលដូចជាមេស្រមោចដែរមែនទេមានលទ្ធភាពខ្ពស់ណាស់បើពិតជាអញ្ចឹងមែនគ្រោះថ្នាក់ដែលវានាំមកនឹងលើសពីអ្វីដែលពួកយើងគិតឆ្ងាយណាស់ខ្ញុំដឹងហើយខ្ញុំនឹងជួយមើលការខុសត្រូវឲ្យអ្នករាល់គ្នាឲ្យតែរកឃើញស្លាកស្នាមនៃការជួបជុំគ្នាខ្នាតធំរបស់ពួកឆ្លងមេរោគខ្ញុំនឹងជូនដំណឹងដល់បងប្អូនទាំងអស់គ្នាភ្លាមអ៊ំចៅអ៊ំឯងនៅខាងក្រៅម្នាក់ឯងត្រូវតែប្រយ័ត្នប្រយែងបើមិនស្រួលទេប្រញាប់ត្រឡប់មកពួននៅក្នុងផ្ទះ2-3ថ្ងៃសិនទៅកុំបារម្ភអីខ្ញុំដឹងក្នុងចិត្តច្បាស់ណាស់មិនយកជីវិតខ្លួនឯងទៅលេងសាច់ឡើយ
ទោះជាយ៉ាងណាក៏ដោយការដើរពិនិត្យមើលយ៉ាងខ្លាំងក្លារបស់ពួកឆ្លងមេរោគក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះបូករួមនឹងគម្លាតសីតុណ្ហភាពរវាងថ្ងៃនិងយប់ក្នុងរដូវភ្លៀងបានធ្វើឲ្យពុកមានអាការៈផ្ដាសាយធំយ៉ាងធ្ងន់ធ្ងរប្រាប់ហើយថាកុំខំប្រឹងខ្លាំងពេកឯងមិនព្រមស្ដាប់តតែសោះតតែខ្លួនប្រានទ្រុឌទ្រោមអស់ទើបព្រមឈប់មែនទេម៉ែនិយាយទាំងរੂតមមិនអីទេពុកនៅតែអាចទ្រាំបានឥឡូវស្ថានភាពគ្រោះថ្នាក់ខ្លាំងណាស់មានមនុស្សម្នាក់ទៀតជួយយាមក្នុងផ្ទះក៏មានសុវត្ថិភាពថែមមួយកម្រិតដែរដែលឡើយការត្រៀមលក្ខណៈថ្ងៃអវសានលោកមានភាពប្រញាប់ប្រញាល់ពេកធ្វើឲ្យថ្នាំសង្កូវសំខាន់ជាច្រើនមិនមានស្តុកទុកគ្រប់គ្រាន់ឡើយទៅតាមពេលវេលាដែលកន្លងផុតទៅថ្នាំសង្កូវបានក្លាយជាទំនិញមានតម្លៃជាងនេះទៅទៀតមនុស្សគ្រប់គ្នាស្គាល់តែប្រេងម៉ាស៊ូតដែលជាសម្ភារៈរឹងសម្រាប់រក្សាជីវិតដើម្បីធ្វើជាវត្ថុដោះដូរប៉ុន្តែប្រេងម៉ាស៊ូតបំរុងទុករបស់ពួកយើងត្រូវរក្សាទុកសម្រាប់ឲ្យម៉ាស៊ីនភ្លើងដើរគ្មានបរិមាណសល់សម្រាប់យកទៅដោះដូរឡើយក្នុងខណៈពេលដែលខ្ញុំកំពុងតែពិបាកចិត្តខ្លាំងនៅក្នុងប៉ុស្តិ៍តាក់ទងស្រាប់តែសម្លេងហៅហើយលេខ3ក្មួយចិនឯងនៅទីនោះទេមានការអីមែនទេអ៊ំចៅក្មួយចិននៅក្នុងផ្ទះពួកឯងឥឡូវនៅខ្វះសម្ភារៈអីខ្លះថ្នាំសង្កូវនិងប្រេងម៉ាស៊ូតនៅក្នុងផ្ទះលេងគ្រាន់ហើយបើមានអ្នកណាស្ម័គ្រចិត្តដោះដូរពួកយើងអាចផ្ដល់ស្បៀងអាហារឲ្យ2ដងមិនបាច់ឲ្យពួកឯងចេញសម្ភារៈអីឡើយឥឡូវមានគេស្ម័គ្រចិត្តចេញប្រេងម៉ាស៊ូត200លីត្រនិងប្រអប់វិទ្យាសាស្ត្រ2ដើម្បីជួលកម្លាំងមនុស្សម្នាក់និងឡានធំមួយគ្រឿងដែលអាចដឹកទំនិញបានភីគីម្ខាងទៀតចង់បានឡានទៅធ្វើអីរើផ្ទះគ្រួសារលេខ10ស្ថិតនៅទីតាំងទីពេកឥឡូវចិត្តត្រូវទឹកទន្លេដែលឡើងខ្លាំងលិចលង់អស់ហើយពួកគេនឹងគ្រួសារលេខ1នៅលើកំពូលភ្នំជាសាច់ញាតិនឹងគ្នាបាននិយាយត្រូវរកគ្នារួចរាល់ហើយប៉ុន្តែត្រូវការឡានធំមួយគ្រឿងដើម្បីដឹកទំនិញឡានគឺមានមួយគ្រឿងមែនភីគីម្ខាងទៀតប្រញាប់ខ្លាំងណាស់ទើបគេឲ្យតម្លៃខ្ពស់កម្រិតនេះក្រៅពីប្រេងម៉ាស៊ូតនិងថ្នាំសង្កូវបើឯងត្រូវការសម្ភារៈអីទៀតគឺអាចសុំបន្ថែមបានទាំងអស់ម្ចាស់ផ្ទះជាជាងបច្ចេកទេសចាស់ម្នាក់ដែលយល់ដឹងពីប្រព័ន្ធភ្លើងនិងគ្រឿងម៉ាស៊ីនជួយសង្គ្រោះគ្រួសារពួកគេបានទៅថ្ងៃមុខនឹងមានប្រយោជន៍ធំសម្រាប់សហគមន៍ពួកយើងខ្ញុំជាអ្នកនាំផ្លូវឯងជាអ្នកបើកឡានពួកយើងធ្វើការឲ្យលឿននិងម៉ត់ចត់តើឯងយល់យ៉ាងណាដែរអ៊ំចៅគ្រួសារលេខ9ទើបតែនិយាយថ្ពុកឆ្លងមេរោគមានប្រតិកម្មខ្លាំងនិងសម្លេងរំខានសម្លេងម៉ាស៊ីនឡាន pick up ខ្លាំងកម្រិតនោះតើវាអាចនឹងគ្រោះថ្នាក់ពេកទេខ្ញុំបានគិតគូររួចរាល់ហើយដូចនេះទើបកំណត់យកម៉ោងពេលព្រឹកថ្ងៃស្អែកដែលជាពេលអាប់ភ្លៀងក្រាស់បំផុតនៅក្នុងភ្នំដើម្បីធ្វើសកម្មភាពពេលថ្ងៃដែលឡើយមិនមែនជាម៉ោងពេលសកម្មភាពរបស់ពួកវាឡើយនេះជាឱកាសតែមួយគត់របស់ពួកយើងចាប់តាំងពីថ្ងៃអវសានលោកទុះឡើងនេះជាលើកដំបូងបង្អស់ដែលខ្ញុំបើកឡាន pick up ចាក់ចេញពីចម្រុះសុវត្ថិភាពផ្លូវភ្នំនៅចំពោះមុខមានពោពេញដោយអាប់ភ្លៀងយ៉ាងក្រាស់ដើម្បីធានាសុវត្ថិភាពពួកយើងបានជិះវៀងផ្លូវភ្នំធំរួចដើរតាមផ្លូវតូចមើលថែព្រៃឈើដែលអ៊ំចៅបានជ្រើសរើសដើម្បីសម្ដៅទៅកាន់គ្រួសារលេខ10ផ្លូវព្រៃតូចចង្អៀតខ្លាំងណាស់អាចឲ្យឡានមួយគ្រឿងបើកកាត់ទាំងលំបាកក្មួយចិនឯងដឹងទេថាហេតុអ្វីបានជាអ៊ំសុកចិត្តប្រថុយជីវិតធ្វើជាអ្នកដឹកជញ្ជូនសម្ភារៈបែបនេះអ៊ំចៅសួរកាលពីក្មេងខ្ញុំធ្លាប់ឆ្លងកាត់គ្រោះអគ្គិភ័យឆេះភ្នំមួយលើកនោះជាពេលរដូវក្តៅដែលស្ងួតបំផុតរន្ទះបាញ់មួយភងធ្វើឲ្យព្រៃទាំងមូលឆេះឡើងភ្លាមភ្លើងឆេះរាលដាលលឿនខ្លាំងណាស់ពួកយើងកាប់ឆ្ការព្រៃធ្វើជាខ្សែការពារពេញមួយថ្ងៃក៏មិនដឹងខ្លួនអីដែរដល់ពេលយប់ភ្លើងនៅតែឆេះរាលដាលមកដល់ពេលនោះក្នុងចិត្តខ្ញុំគិតថាចប់ហើយនៅខាងក្រោមភ្នំគឺជាទីក្រុងមនុស្សរាប់ម៉ឺននាក់រត់មិនទាន់ឡើយបន្ទាប់មកខ្ញុំក៏បានឃើញខ្សែបន្ទាត់ពន្លឺមួយចាប់ពីជើងភ្នំរហូតដល់ចង្កេះភ្នំសុទ្ធតែជាពន្លឺភ្លើងឡានភ្លើងម៉ូតូភ្លើងពិលភ្ជាប់គ្នាជាខ្សែបន្ទាត់ពន្លឺមួយវែងរាប់គីឡូម៉ែត្រនោះជាមនុស្សធម្មតារាប់ពាន់រាប់ម៉ឺននាក់ដែលបានឃើញដំណឹងតាមអ៊ីនធឺណិតរួចយកចុកជីកកំបិតកណ្ដៀវហើយកាត់ភ្នំឡើងមកជួយពន្លត់ភ្លើងមានអ្នកសួរពួកគេថាមានខ្លាចទេពួកគេនិយាយថាក្រោយមកពិតជាខ្លាចមែននឹកឃើញដល់ជើងនៅតែញ័រត្រើតប៉ុន្តែនៅពេលរឿងហេតុបានកើតឡើងគឺមានអារម្មណ៍ចង់ឡើងមកជួយភ្លាមដោយធម្មជាតិក្រោយមកគ្រោះអគ្គិភ័យឆេះភ្នំត្រូវបានពន្លត់នៅពីមុខខ្សែការពារដែលទើបតែឆ្កាថ្មីនោះមនុស្សពេញមួយភ្នំបានឈរជើងការពារយ៉ាងរឹងមាំនៅទីនោះគ្មានមនុស្សម្នាក់ឡើយដែលដកថយសំបីតែមួយជំហានខ្ញុំតែងតែចង់ចាំពាក្យសម្ដីរបស់ពួកគេជានិច្ចរឿងខ្លះបើឯងមិនទៅធ្វើទេគឺពិតជាគ្មានអ្នកណាទៅធ្វើពិតប្រាកដមែនខ្ញុំបើកឡានដោយស្ងប់ស្ងៀមក្នុងចិត្តមានអារម្មណ៍គ្រប់បែបយ៉ាងលីឡំគ្នាក្រោយពេលបើកកាត់ផ្លូវព្រៃដ៏តូចចង្អៀតរួចបត់ចូលផ្លូវភ្នំធំម្ដងទៀតដឹងអីដល់ហើយគ្រួសារលេខ10នៅខាងមុខនឹងឯងនោះជាផ្ទះលំនៅឋានផ្ទាល់ខ្លួនមួយដែលមានទីធ្លាផ្ទះស្ថិតនៅគៀកនឹងដងទន្លេដែលទឹកកំពុងតែហូរយ៉ាងខ្លាំងទឹកទន្លេដែលឡើងខ្លាំងចិត្តហៀរហួសពីរបងការពីដងទន្លេទៅហើយពួកយើងឈប់ឡាននៅកន្លែងទំនេរខាងក្រៅរបស់ផ្ទះអ៊ំចៅរបស់របររៀបចំរួចរាល់នៅ你们呢？要是再走近两步就好。走，快上车！
ប់ឡើងឡានភ្លាមប្រញាប់ឡើងឡានដើរទៅដើរទៅដើរទៅអ៊ំចៅអ៊ំអញអំបញ្ញមិញពិតជាដូចជា Superman អញ្ចឹងខ្ញុំនិយាយទាំងដកដង្ហើមធំសូមជូនដំណឹងអាក្រក់មួយដល់បងប្អូនទាំងអស់គ្នាគ្រួសារលេខ10មិននៅទីទេរលកសំប៊ីបានជួបជុំគ្នានៅក្នុងតំបន់ភ្នំហើយបងប្អូនទាំងអស់គ្នាត្រូវតែប្រយ័ត្នប្រយែងមែនទែនអ៊ំចៅនិយាយទៅក្នុងប៉ុស្តិ៍តាក់ទងអ៊ំចៅតែស្ថានភាពពិតប្រាកដវាទៅជាយ៉ាងណាទៅរលកសំប៊ីជាការពិតមែនទេអ៊ំចៅអ៊ំអញមិនអីទេហឹងមិនអីទេខ្ញុំសុខសប្បាយជាទេគ្រាន់តែស្ដាយក្រោយចំពោះគ្រួសារលេខ10ដែលឡើយពួកគេអាចមានជីវិតរស់ទៅហើយប្រេងម៉ាស៊ូតដែលសន្យាថានឹងឲ្យគ្រួសារពួកឯងក៏បាត់បង់ទៅដេអ៊ំចៅតបអ៊ំអញមិនមានរឿងអីគឺល្អណាស់ហើយសម្ភារៈទៅថ្ងៃមុខនៅតែអាចរកវិធីដោះដូរបានខ្ញុំតបមានរឿងអីមែនទេផ្លូវត្រូវបានដាំឈើធំបិទចិត្តអស់ហើយកាលពីពេលមកដល់គឺមិនមានតតែសោះសំបីតែផ្លូវភ្នំក៏ពួកវាចេះវិធីបិទដែរពួកបិសាចទាំងនេះវិវត្តខ្លួនលឿនពេកហើយពិតជាតាមមិនដាច់មែនក្មួយចិនថយឡានទៅកាយដាំឈើចេញប្រញាប់ហុចស្នា crossbow មកឲ្យខ្ញុំធ្វើលបឿនលឿនបន្តិចខ្ញុំជាអ្នកបាញ់ការពារឯងជាអ្នកបើកឡានមិនបាច់ស្លន់ស្លោឡើយស្ដេចយំរីថ្ងៃនេះមិនទាន់ចង់ដកយកជីវិតពួកយើងឡើយអង្គុយឲ្យជាប់ជន់កែឲ្យខ្លាំងមិនអាចថយក្រោយបានឡើយអ៊ំចៅ